ពេលទំនួលខុសត្រូវច្រើននៅក្នុងចិត្តពេលខ្លះចឹងទៅបើសិនជាបានទៅបួសទៅឲ្យផុតបាត់ទៅវាស្រួលអស់អាទំនួលខុសត្រូវហ្នឹងខ្ញុំជឿថាជាឧបនិស្ស័យរបស់ខ្ញុំដែលខ្ញុំគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារចំពោះប្អូនចំពោះមនុស្សជុំវិញខ្លួនខ្ញុំស្រឡាញ់គេខ្លាំងជាងដែលពេលគ្រួសារខ្ញុំគាត់ថាខ្លួនឯងធ្វើការដូចគិតពីខ្លួនឯងខ្លះចឹងណាកូនប្រុសខ្ញុំគាត់មកប្រាប់ថាមីហត់ពេលបាយខ្ញុំញ៉ាំអត់បាយអត់ត្រង់មកទេពេលបាយខ្ញុំមិនដែលបានជជែកមួយគ្រួសារខ្ញុំដឹងថាកន្លែងនេះគឺខ្ញុំព្រោះខ្ញុំរាល់ថ្ងៃខ្ញុំដឹងថាខ្ញុំហត់ដោយសារអីមិនមែនហត់ដោយសារពិបាកប្តីធ្វើខ្ញុំពិបាកកូនធ្វើខ្ញុំពិបាកម្ដាយធ្វើខ្ញុំពិបាកអើយបងប្អូនធ្វើខ្ញុំពិបាកបុកលើកទឹកខ្ញុំពិបាកមែននេះគឺខ្ញុំធ្វើឲ្យខ្លួនខ្ញុំពិបាកខ្លួនឯងកាលពីអង្គភាពនៅតូចមិនសូវជាមានឧបសគ្គមិនសូវជាមានបញ្ហាទេប៉ុន្តែឥឡូវនេះដល់អង្គភាពធំហើយកេរ្តិ៍ឈ្មោះក៏ល្បីខ្លាំងគេស្គាល់ក៏កាន់តែច្រើនទាំងក្នុងស្រុកនិងក្រៅស្រុកមានឧបសគ្គអីគេដែលលំបាកខ្លាំងជាងគេសម្រាប់បងក្នុងការដឹកនាំអង្គភាពមួយនេះហើយរក្សាកេរ្តិ៍ឈ្មោះឲ្យបានកាន់តែប្រសើរឡើងនេះគឺការកសាងធនធានមនុស្សដូចខ្ញុំបាននិយាយឡើងខាងដើមតែខ្ញុំជឿជាក់ថាក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរឧបសគ្គរបស់ក្រុមហ៊ុនដឹកនាំក្រុមហ៊ុនហ្នឹងគឺសំខាន់គឺកសាងធនធានមនុស្សឲ្យរឹងមាំអញ្ចឹងនៅពេលដែលបុគ្គលិកជួបប្រទះបញ្ហាបុគ្គលិកអត់សូវចោះសម្រងចំណែនគ្នានិយាយដើមគ្នាឲ្យមកប្រាប់បងជួយដោះអញ្ចឹងណាអញ្ចឹងពេលហ្នឹងបងពេលលឺរឿងអញ្ចឹងបងមានអារម្មណ៍បែបនេះក្នុងនាមជាម្ចាស់អាជីវកម្មណាថ្ងៃនេះយើងមានភ្ញៀវកិត្តិយសពិសេសគឺបងស្រីអឹមផានវ៉ាន់ឌីជាអគ្គនាយិការបស់ក្រុមហ៊ុន CBVH ជាក្រុមហ៊ុនឯកទេសផ្នែកខាងគ្រឿងអលង្ការហើយបើនិយាយមែនទែនទៅឯកទេសឲ្យជាប់លំដាប់ស្តង់ដារលេខ1នៅក្នុងប្រជាជាតិកម្ពុជាផងដែរហើយអ្វីដែលសំខាន់ទៀតនោះគឺនៅឆ្នាំ2025នេះក្រុមហ៊ុនទទួលបានពានរង្វាន់ Top Brand នៅក្នុងអាស៊ីអាគ្នេយ៍នេះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមជួបជាមួយគាត់ទាំងអស់គ្នាវាសួរបងចាជំរាបសួរសុខសប្បាយបងចាសុខសប្បាយសុខទុក្ខសុខសប្បាយគឺធម្មតាយើងជួបគ្នាលើកទី3ហើយនេះបងលើកទី3ហើយចាទូការសម្ភាសលើកទី3ពីលោកគ្រូឈុនីពិតជាអរគុណបងខ្លាំងមែនទែនខ្ញុំដឹងថាបងរវល់ខ្លាំងជាមួយការដឹកនាំក្រុមហ៊ុនផងជាមួយកិច្ចការសង្គមផងនៅក្នុងស្ថានភាពបច្ចុប្បន្ននេះប៉ុន្តែបងនៅឆ្លៀតឱកាសមកចែករំលែកដើម្បីជាប្រយោជន៍ដល់សាធារណជនជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលតែម្ដងមុននឹងយើងបន្តទៅជជែកបន្ថែមទៀតចង់សួរបងថានៅពេលដែលបងឮពាក្យថាធម្មពលចិត្តបងមានអារម្មណ៍យ៉ាងណាដែរចាដំបូងឡើយលោកគ្រូជុនីស្នើសុំធ្វើបទសម្ភាសន៍ខ្ញុំថាខ្ញុំសុំផ្អាកមួយរយៈសិនព្រោះគិតថាធម្មតាពេលការចែករំលែកវាតែងតែមានផលវិជ្ជមាននិងផលវិជ្ជមាននេះខ្ញុំតែងតែនិយាយអញ្ចឹងខ្ញុំក៏ផ្អាកលោកគ្រូជនីក៏សុខក៏ស្ងាត់ទៅហើយលោកគ្រូជនីនឹកសួរទៀតបងខ្ញុំសូមគោរពអញ្ជើញបងចូលរួមទៅក្នុងកម្មវិធីសម្ភាសមួយហើយខ្ញុំក៏បានសួរទៅរីតាថាពិធីសម្ភាសហ្នឹងកម្មវិធីហ្នឹងឈ្មោះអីដែរបាទស្រាប់គាត់តែរីតាដាក់ថាធម្មពលចិត្តគាត់លឺខ្ញុំចង់សម្ភាសហ្មងព្រោះលឺតែពាក្យធម្មពលព្រោះខ្ញុំចូលចិត្តពាក្យហ្នឹងណាចូលចិត្តពាក្យហ្នឹងចូលចិត្តលឺតែធម្មពលធ្វើឲ្យមានកម្លាំងចាធម្មពលខ្លាំងក្លាកម្លាំងខ្លាំងក្លាអញ្ចឹងគាត់លឺគឺចង់សម្ភាសហ្មងរីឌីហ្មងសម្រាប់កម្មវិធីធម្មពលចិត្តនេះអញ្ចឹងសម្រាប់ខ្ញុំពាក្យថាសម្រាប់កម្មវិធីនេះធ្វើយ៉ាងណាឲ្យកម្លាំងចិត្តពាក្យថាធម្មពលគឺកម្លាំងចាអញ្ចឹងតែបងជាតួអង្គខាងហ្នឹងស្រាប់ផងព្រោះខ្ញុំធ្វើការជាមួយបងមួយរយៈធំការងារក្រុមហ៊ុនក្តីការងារសង្គមក្តីគឺបងគឺជាមនុស្សម្នាក់ដែលមានធម៌ពលខ្លាំងមែនតើទោះបីជាមិនបានគេងមិនសូវបានញ៉ាំក៏ដោយឲ្យតែការងារនេះជោគជ័យបានសម្រេចគឺបងត្រូវតែលះបង់គ្រប់យ៉ាងដើម្បីសម្រេចបានផលក្នុងកិច្ចការហ្មងណាអញ្ចឹងបងអាចរៀបរាប់អំពីដំណើរជីវិតរបស់បងខ្លះបានទេពីព្រោះខ្ញុំជឿថាភាគច្រើនស្គាល់បងឃើញបងនៅពេលដែលបងបានឡើងផុតម្ដងនេះហើយបាទសម្រាប់សាធារណជនណាបងអ្នកកើតនៅខេត្តសៀមរាបមែនទេអូចាចានៅខេត្តកពតតានៅខេត្តសៀមរាបចាខ្ញុំនៅខេត្តកពតតានៅខេត្តកពតហើយមកទៅសៀមរាបពេលណាបងចា
nhờ sao nhầm luôn nơi khai sim riệp của hai nhầm tay tại vậy phải biến hai nhầm nẹt khai sim riệp tại ta bật khóc nhầm mày ta bật tật đầy đà đo cầm nạt ở nhóm cứ nơi khai cà bốt nơi sọc tần ní sọc cô chơi cha khai cà bốt haiไปซิมเรียบเป็นนะ cha ở ban dạ bên mặc hái mạng quạt đo cầm nạt ở nhóm nơi cà bốt đang hái nơi tần ní đang hái te mày dây nhóm cha hay ban mặc hái mạng nhom quạt đằng thà bà sân chỉ quạt luôn nơi sọc tần ní quạt đang miệng áo cả bị quạt ở miệng cà phê bọt luôn đôi thàในขนมสระอ่ะแต่แต่บ่ซันจิกวดอาจទៅកន្លែងណាដែលខែឬក៏ទីរំខានណាដែលធំចាអាចនឹងមានឱកាសទីចម្រើនទាំងគាត់ទាំងប៉ាទាំងម៉ាក់ហើយនឹងទាំងកូនផងដែរចាអញ្ចឹងគាត់រយៈបានមួយខែគាត់សម្រេចចិត្តថាគាត់នឹងទៅខេត្តសៀមរាបរស់នៅព្រោះដោយសារប៉ាខ្ញុំបងប្អូនសិនអ្នកខេត្តសៀមរាបទាំងអស់អញ្ចឹងរយៈពេលមួយខែម៉ាក់គាត់3ខ្ញុំចាគាត់សម្រេចចិត្តថាគាត់ទៅនៅសៀមរាបដែរจะไม่มีโอกาสบานการเงี้ย ใช่มูลเหตุมองเสียมเรียบนั่นดับไปโอกาสปงริจีบการบริการเงี้ยนะ ปัตรวมในเตียนแบบยมทางจังจ้ามุนเป้ได้ดอลชีวิตอภิปีเปียปีไม่ระหดมาดอลอภิปีเปียนะบองชีวิตเมียนชูปะเตะการลำบากหรือปัญหาคลาดเลยมุนอภิปีเปียชีวิตการลำบากมาตายแต่ในเตียนปรับฉลองกัดปีชีวิตออกมาเพียบใบระยะเปขนมពេលគាត់មករស់នៅខេត្តសៀមរាបនៅស្រុកពួកកាលហ្នឹងគឺគាត់3ខ្ញុំមកក៏សម័យហ្នឹងនៅមានសង្គ្រាមខ្លះដែរទេស្រុកយើងចានៅពួកចានៅស្រុកពួកអញ្ចឹងគាត់តែងតែប្រាប់ពួកយើងពីទូយើងអត់ចាំផងយើងអត់ឆ្លងកាត់ទេយើងភ្លេចអស់ហើយចាពួកជីវិតកុមារភាពយើងចាប់ផ្ដើមចាំពេលយើងអាយុ6ឆ្នាំឡើងបើយើងនឹងចាំខ្លះតែតូចហ្នឹងម៉ាក់គាត់ថាគាត់ទ្របឆ្លងកាត់ថាជីវិតរបស់ខ្ញុំតាំងពីនៅតូចធ្លាប់រស់នៅក្នុងលៀនដ្ឋានហើយត្រង់សេចាពោះនៅផ្ទះនីមួយនៅស្រុកពួកកណ្ដឹងជំនាន់ហ្នឹងខ្មែរក្រហមបាទអញ្ចឹងគ្រប់ផ្ទះនីមួយគឺត្រូវមានលៀនដ្ឋានហ្នឹងឯងហើយខ្ញុំទៅដឹងពាក្យលៀនដ្ឋានហ្នឹងដែរគាត់ធ្លាប់និយាយតែពីត្រង់សេអញ្ចឹងទៅចាភាសាប្រាំចាអញ្ចឹងគាត់ថាជីវិតខ្ញុំឆ្លងកាត់ច្រើនណាព្រោះគាត់ធ្លាប់បីខ្ញុំកាត់គ្រាប់ពេលជិះឡានពីភ្នំពេញមកសៀមរាបហ្នឹងក៏ជិះឡានស្តែនសាំងដែរហើយក៏កាត់ជាមួយនឹងគ្រោះថ្នាក់ច្រើនព្រមតែមកដល់ស្រុកពួកខេត្តសៀមរាបហ្នឹងហើយរស់នៅក្នុងស្រុកពួកនោះរយៈពេលប្រហែលឆ្នាំហ្នឹងក៏ឆ្លងកាត់ឧបសគ្គច្រើនដែរតែគាត់បានដំណើរមករហូតគឺឧបសគ្គគឺគាត់ខ្ញុំឆ្លងកាត់ជាមួយគាត់ហ្នឹងគ្រប់ហើយគ្រាន់តែខ្ញុំអត់បានចាំតែខ្ញុំពេលគាត់និទានហើយខ្ញុំក៏សម័យឃើញដល់រឿងហ្នឹងដូចគ្នាព្រោះធម្មតាពេលចាស់គាត់រំលឹកអនុស្សាវរីយ៍និយាយមកយើងខ្ញុំជាមនុស្សដែលមានអារម្មណ៍អនុស្សាវរីយ៍ខ្ញុំដិតដាមក្នុងចិត្តថាអូជីវិតរបស់យើងនៅកុមារភាពគឺឆ្លងកាត់ការលំបាកជាមួយម្ដាយច្រើនគាត់តែយើងមិនបានចងចាំទុកតែប៉ុណ្្នឹងទេប៉ុន្តែចាប់ពីពេលការរយៈពេលដែលចងចាំទុកគឺខ្ញុំមកនៅទីរួមខេត្តសៀមរាបបាត់ហើយឆ្លងកាត់ជីវិតកុមារភាពរបស់ខ្ញុំក៏ខ្ញុំមិនធ្លាប់ទាញដឹងថាអ្វីដែលជាការលំបាកសម្រាប់ខ្ញុំទេព្រោះអាយុ7ឆ្នាំនៅក្នុងឆ្នាំ1989ចំនួនហ្នឹងគឺចាប្រទេសជាតិកំពុងអភិវឌ្ឍហើយចាទៅសាលារៀនធម្មតាហើយប៉ាម៉ាក់ក៏មានជីវភាពល្អសមរម្យអញ្ចឹងជាសំណាងដែរជាភ័ព្វសំណាងរបស់ខ្ញុំដែលជីវិតរបស់ខ្ញុំឆ្លងកាត់មកដោយរលូនអញ្ចឹងមានន័យថានៅក្នុងដំណើរជីវិតរបស់បងក៏មានភាពកក់ក្ដៅច្រើនពោពេញដោយភាពកក់ក្ដៅហើយចាបាទចាចាំបើគិតដល់ moment ដែលសប្បាយបំផុតណាពីក្មេងបើ moment ដែលបងដឹងថាបងសប្បាយបំផុតហ្នឹងស្អីគេ moment សប្បាយបំផុតគឺខ្ញុំចូលចិត្តធម្មជាតិពីមុនខ្ញុំបានរំលឹកឡើងវិញជាមួយនឹងស្វាមីខ្ញុំថាការជីវិតខ្ញុំនៅក្មេងសប្បាយចាព្រោះនៅផ្ទះដូចចកាអញ្ចឹងជំនាន់នោះគឺយើងមានផ្ទះដីភូមិអញ្ចឹងមានដើមចេកមានស្រះទឹកមានស្រះទឹកវិចទឹកស្រះដកផលិតចាប់ក្តាមចាប់ក្តាមទៀតហ៎អត់ដឹងសិលដឹងអីហ្នឹងកាលហ្នឹងនិយាយថាកុំចាប់សាប់បាបតែយើងអត់ដឹងទេកាលហ្នឹងថាចាប៉ុន្តែយើងសប្បាយចាហើយសប្បាយជាមួយនឹងធម្មជាតិអញ្ចឹងទៅបាច់ត្រីអញ្ចឹងមានន័យថាពេលដែលគិតដល់ជីវិតកាលនៅពីក្មេងម្ដងមកកាលចង់ត្រឡប់ទៅវិញម្ដងចង់ត្រឡប់និយាយមុននិយាយថាសម័យឃើញជីវិតនៅកុមារភាពនៅសៀមរាបនៅផ្ទះមានសេចក្តីសុខហើយខ្ញុំនិយាយឲ្យស្មោះត្រង់ពេលដែលខ្ញុំមកដល់បច្ចុប្បន្ននេះពេលខ្លះពេលខ្ញុំទៅសមាធិឬពេលខ្ញុំទៅ
បដិបត្តិផងធ្វើឲ្យសបិននឹងលេចឡើងម្ដងម្កាលដែរលេចឡើងឲ្យខ្ញុំសម័យឃើញពីផ្ទះដែលជំនាន់ខ្ញុំនៅហ្នឹងណាសរុបភាពនឹងមានដើមឈើមានរត់លេងជាមួយបងប្អូនចាបេះផ្លែឈើញ៉ាំបេះផ្កាបឺតទឹកអីណោះចាជំនាន់ហ្នឹងក្មេងៗស្អីក៏ញ៉ាំដែរចាអញ្ចឹងនឹកឃើញអនុស្សាវរីយ៍ល្អមែនតើចាល្អបងនៅពីក្មេងលើថារៀនបកែខ្លាំងអញ្ចឹងនៅក្នុងគ្រួសារបងប្អូនម៉ែអ្នកហ្នឹងបងរៀនបកែយ៉ាងគេឬមួយយ៉ាងម៉េចសិស្សបកែហើយក្នុងបងប្អូន5នាក់និយាយបានថាដូចជាពីច្រើនម៉ាក់គាត់ថាកូនស្រីរៀនបកែបាទអូនស្រីមួយទៀតក៏ហ៊ានបកែដែរបណ្ដារៀនបកែដែររៀនបកែដែរគេថាហ៊ានបើមិនលេខ1បានគេមិនអស់ចិត្តទេអញ្ចឹងក្នុងនាមជាអ្នករៀនបកែមានមោទនភាពមែនទេકોઈស្រីមានមោទនភាពរៀនបកែដោយសារអីម៉ាក់គាត់តែនិយាយថាគាត់ក៏ជាសិស្សបកែដែរចាម៉ាក់ថាការគាត់រៀនគាត់ដែរចាញ់គេទេអញ្ចឹងមានន័យថាពាក្យហ្នឹងគឺជាពាក្យលើកទឹកចិត្តដែលកើតឡើងនៅក្នុងចិត្តរបស់យើងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតណាចាបាទអញ្ចឹងយើងជាកូនស្រីគាត់យើងត្រូវតែបកែដូចគាត់ដែរហើយរៀនឥឡូវនេះបកែទៀតកាន់តែបកែទៀតឥឡូវបកែតែអត់ហ៊ានប្រកួតបកែហ៊ានប្រកួតចុះឥឡូវមិននិយាយពីក្តីសោកចុះបើគិតនៅក្នុងជីវិតមុនអាពាហ៍ពិពាហ៍មាន moment ណាមួយដែលបងគិតថាពិបាកហើយ sad អីដែរ moment ដែលយើងគាត់នៅសម័យគិតថាជា moment មួយដែលយើងឆ្លងកាត់ជូរចត់ឆ្លងកាត់ជូរចត់ដែរ moment ដែល sad ខ្ញុំធ្លាប់ទទួលបទសភានេះច្រើនលើកដំបូងបំផុតខ្ញុំចាំបាននៅក្នុងសភៅចាប់ផ្ដើមពីតូចខ្ញុំបងអូនស្រីម្នាក់មកសភាខ្ញុំនឹកឃើញភាពជូរចត់ក្នុងជីវិតរបស់ខ្ញុំដោយសារប្រហែលជាឧបនិស្ស័យរបស់ខ្ញុំគិតវិជ្ជមានច្រើនបាទអញ្ចឹងរឿងដែលជូរចត់ឬអីប្រហែលជាអាចឆាប់ភ្លេចចាប្រហែលជាអាចឆាប់ភ្លេចប៉ុន្តែសម័យជូរចត់តែជាមួយនឹងរឿងដូចការរឿងម៉ាក់គាត់និទានអញ្ចឹងណាគាត់និទានពីប្រវត្តិជូរចត់គាត់ឆ្លងកាត់មកពិបាកអញ្ចឹងអាចមានអារម្មណ៍សែតជាមួយម្ដាយដែរចាព្រោះយើងអាណិតគាត់ណាចាអាណិតគាត់ហើយតែបើសម្រាប់ពីនៅក្នុងពេលខ្ញុំរៀនឲ្យបើឲ្យសែតខ្លួនឯងដូចអត់ដែរចេះសែតអីទេហើយ set ក៏ set អត់យូរដែរមែនទេអត់យូរទេឆាប់ភ្លេចអូហ្នឹងសឹកបនធំណាចាអត់ដែរចាំហើយអត់ដែរទៅជួបដូចថាបញ្ហាដែលធ្វើឲ្យមួយនឹកឃើញឲ្យពិបាកខ្លាំងអីទេអត់មានទេចាសម័យដល់ឥឡូវហ្នឹងក៏នៅនឹកមិនចេញថាមានអីដែលពិបាកនឹកឃើញតែរឿងសប្បាយបើរឿងសប្បាយនឹកឃើញចេញហ្មងតែបើរឿងពិបាកខ្លាំងដូចជាអត់មាននៅក្នុងជាប់ក្នុងចិត្តទេប៉ុន្តែពិបាកខ្លាំងដែលខ្ញុំធ្លាប់ឮហើយខ្ញុំធ្លាប់បាននឹងចាំខ្លះគឺខ្ញុំអាណិតម្ដាយដែលគាត់ដូចថាឆ្លងកាត់នៅតម្រាំតបានមកដល់ហ្នឹងគាត់បានឆ្លងកាត់ឧបសគ្គច្រើនចាហើយយើងមានអារម្មណ៍ថាអាណិតហ្នឹងគឺគាត់ត្រូវលំបាកក្នុងការចំបីបាច់កូនចាហើយក្នុងនាមជាស្ត្រីមេផ្ទះក្នុងនាមភរិយាចុងគាត់ឆ្លងកាត់ច្រើនចំពេលយើងស្ដាប់ការនិទានមកគាត់ធ្វើឲ្យចូលរួមអារម្មណ៍ដែលដកជាប់ហ្នឹងគឺតែអាណិតម្ដាយរបស់ខ្ញុំអញ្ចឹងអារម្មណ៍ហ្នឹងឬក៏ពាក្យដែលគាត់ណែនាំឬក៏ការនិទានរបស់គាត់ក៏ធ្វើឲ្យយើងខំប្រឹងដើម្បីកុំឲ្យជួបប្រទះការលំបាកអញ្ចឹងទៀតចាអាចអញ្ចឹងដែរអាចគាត់និទានមិនចង់ឲ្យកូនពិបាកទេមិនតែនិទានឲ្យកូនត្រូវចេះតស៊ូជាកម្លាំងចិត្តជាកម្លាំងចិត្តជាធម៌ពលចិត្តដាក់ស្មារតីជាធម៌ពលចិត្តបាទដូចខ្ញុំជំរាបមិញថាអ្វីដែលពិបាកមកខ្ញុំអត់ដែលលើពិបាកលើខ្លួនឯងទេតែខ្ញុំភាគច្រើនខ្ញុំប្រើបេះដូងណានិតអ្នកដតីហើយខ្ញុំមានចាំថាខ្ញុំពេលមួយហ្នឹងគឺខ្ញុំពិបាកជាងគេគឺបងប្រុសខ្ញុំម្នាក់គាត់រៀនណាបាទមូលីវ៉ាន់ហើយពពងរៀនស្រាប់តែមិត្តភក្តិគាត់មកប្រាប់ថាបងឌីវ៉ាន់អើយដាច់តិចអើយពេលហ្នឹងភ័យមែនតើហ្មងភ័យថាអូហើយបងប្រុសខ្ញុំដាច់តិចមិនទៅអើយមិនមកចេះអើយខ្ញុំត្រូវធ្វើមិនចេះចឹងខ្ញុំតាំងអារម្មណ៍ថាដាច់នឹងមិនទៅអើយហើយខ្ញុំត្រូវធ្វើមិនទៅពេលហ្នឹងគឺអារម្មណ៍ពិបាកខ្លាំងមែនតើហ្មងអត់ដឹងថាមិនទៅតែពេលទៅឃើញបងប្រុសហូតឈាមលហាចហ្មងគឺគាត់លេងប៉ះតែអាតិចហ្នឹងងាយឈាមហ្នឹងស្វាយតែខ្ញុំមិនដឹងដល់ពេលខ្ញុំទៅដល់ខ្ញុំគ្រាន់តែឃើញបងអូននៅតិចទាំងសងខាងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តឡើងវិញហ្នឹងនិយាយអញ្ចឹងសោះចាអញ្ចឹងខ្ញុំសម័យឃើញហ្នឹងគឺខ្ញុំនៅនឹកឃើញគឺខ្ញុំតែងតែយកនិយាយក៏ប្លែកខ្ញុំថាខ្ញុំមិនដែលបាក់អីខ្លួនឯងសោះពិបាកចាស់ជាមួយនឹងបងអូនប្រុសហ្នឹងហ្មងនិយាយទៅអញ្ចឹងដល់យើងគិតទៅដល់ពេលខ្ញុំក៏បាននាំគិតថាពីអ្នកបងប្អូនអញ្ចឹងខ្ញុំត្រូវនាំទៅរកប៉ាឯចាអញ្ចឹងឲ្យប៉ាគាត់នាំទៅប៉ែឬក៏អីចឹងទៅតែបានធូរចិត្តតែពេលហ្នឹងខ្ញុំគិតថាអូអារម្មណ៍ហ្នឹងភ័យខ្លាំងមែនតើដែលបានភ័យអញ្ចឹងទេភ័យអត់ដឹងថាយកស្អីមកប្រៀបធៀបបានហើយមួយទៀតខ្ញុំនឹកអត់ឃើញមែនណាទៅមិនលើគូនិយាយហួសឲ្យបានខ្ញុំធ្វើឲ្យខ្ញុំសើរើមកវិញអូយអរគុណមែនតើសម្រាប់សំណួរមួយទៀតគឺខ្ញុំ
set មួយទៀតគឺខ្ញុំចាំតែថ្ងៃមួយហ្នឹងគឺមានខ្ញុំចាំមានមិត្តភក្តិប្រាប់ខ្ញុំថាឌីម៉ាក់ឌីអីមករោឌីអីនៅសាលាដល់ពេលគ្រាន់តែម៉ាក់ជួបខ្ញុំភ្លាមគាត់នាំចូលទៅការិយាល័យពួកកណ្ដឹងផ្ទះយាយខ្ញុំនៅជាការិយាល័យសាលាគាត់វាយខ្ញុំពីអ្នកប្អូនខ្ញុំបាទគាត់វាយឲ្យគាត់ថាមានលុយម៉ាក់អត់$20ដែរ$20រៀលលុយខ្មែរបាទគាត់បាត់លុយ20រៀលហ្នឹងគឺអត់មានណាក្រៅទៅពីអ្នកឯងលុយម៉ាក់ឯងគាត់វាយយើងហ្មងពេលហ្នឹងគឺសេតទៅព្រោះអត់ដែរបើម្ដាយវាយទេហើយទៅនឹកឃើញថាម្ដាយវាយហ្នឹងហើយរឿងអីបដិសាលុយ20រៀលហ្នឹងគឺម៉ាក់គាត់ទុកនៅខាងក្រៅកំប៉ុងលុយហ្នឹងគឺប៉ាជាអ្នកបង្ហាត់តៃក្វាន់ដូប៉ាគាត់រៀនតៃក្វាន់ដូប៉ាខ្ញុំចាហើយខ្ញុំអ្នកប្រមូលលុយខ្ញុំអ្នកប្រមូលលុយដាក់ក្នុងកំប៉ុងហ្នឹងហើយលុយហ្នឹងលះហែកម៉ាក់គាត់ទុកនៅខាងក្រៅគាត់ឲ្យខ្ញុំបិទហើយទុកនឹងក្រៅហ្នឹងហើយខ្ញុំដើរទៅដល់មកពីថ្ងៃពីអ្នកប្អូនហ្នឹងបានលុយហ្នឹងផៃជាមកអត់ដឹងប៉ាជាមកអត់ដឹងឯលុយហ្នឹងចឹងយើងយកលុយហ្នឹងទៅទិញនំញ៉ាំចង់ញ៉ាំនំពងទាមានយកមែនយកលុយហ្នឹងបែរទៅទិញនំពងទាញ៉ាំហើយម៉ាក់ដឹងម៉ាក់ខ្ញុំប្រកែចាំគាត់ដឹងថាទុកច្បាស់នៅខាងក្រៅហ្នឹងចឹងអត់មានពីអ្នកក្រៅពីអ្នកហ្នឹងឯងហើយសេតត្រង់ថាបើសិនជាប្អូន9ឲ្យយកទៅកុំយកមានអីពេលយើងនៅតូចយើងគៀងនឹកឃើញចាប៉ុន្តែក្រោយហ្នឹងក៏នឹកឃើញថាពេលម៉ាក់វាយយើងឈឺចិត្តណាចាមកវាយនៅសាលាអញ្ចឹងឈឺចិត្តទេវាយដល់សាលាហ្មងឈឺចិត្តរឿងមួយតែខ្មាស់គេមួយទៀតឈឺចិត្តខ្មាស់គេមួយទៀតហើយអញ្ចឹងពេលហ្នឹងគឺមានអារម្មណ៍ថានឹកឃើញថាមិនគួរការឡើងអញ្ចឹងសោះចាប៉ុន្តែល្អម្យ៉ាងដែរដែរដេកយំច្រើនថ្ងៃដេកយំទៀតយំបាយយំពេលហ្នឹងហើយមកដេកយំតូចចិត្តនឹងក្រោយខ្នងហ្នឹងទៀតណាតែក៏ជាធ្លាប់ដេកចិត្តកំណត់វិជ្ជមានតាំងពីទូជាប់និស័យក៏គិតថាអត់អាចឲ្យមានរឿងកើតឡើងទៀតបាទគឺมันអាចធ្វើឲ្យមានរឿងកើតឡើងទៀតទេរឿងមួយនេះគឺទៅចង់ចាប់ទុកក្នុងមួយជីវិតអត់អាចទៅយករបស់អ្នកដទៃអត់អាចទៅធ្វើអញ្ចឹងបានទេព្រោះហ្នឹងគឺជាអំពើពាលបាទត្រឹមត្រូវបាទដល់អញ្ចឹងរឿងនឹងកើតឡើងសេតពេលហ្នឹងមែនប៉ុន្តែធ្វើឲ្យខ្ញុំចេះដឹងគុណពីការរឿងហ្នឹងដែរធ្វើខ្ញុំបដិញ្ញាចិត្តថាខ្ញុំអត់ត្រូវប្រព្រឹត្តអំពើពាលអញ្ចឹងទៀតបានទេចាតូចចិត្តហើយចងទុកនៅក្នុងចិត្តជាគំនុំឬអត់សុបាយចិត្តប៉ុន្តែវាជាមេរៀនមួយដែលផ្លាស់ប្ដូរចិត្តរបស់យើងថាចាប់ពីថ្ងៃហ្នឹងទៅយើងឈប់ធ្វើរឿងហ្នឹងទៀតហ្មងឈប់ហ្មងចាវ៉ាវអញ្ចឹងជាមេរៀនផ្លាស់ប្ដូរជាមេរៀនផ្លាស់ប្ដូរមែនតើយើងតបពីយើងខូចចិត្តប្រហែលថ្ងៃក្រោយមកយើងខ្លាចយើងនៅតែរឹងមាំចឹងហើយម៉ាក់ខ្ញុំគាត់នៅតែគាត់អត់មានທາງខ្លាចកូនលួចទេទៀតទេក្រោយមកឲ្យតែមានលុយកាក់អីចឹងគាត់ឲ្យយើងជួយរាប់ធម្មតាចឹងហើយហើយក្នុងអារម្មណ៍គឺដឹងថារាប់លុយគឺរាប់ឲ្យគ្រប់គឺអត់មានទៅចង់ដកយកទៅទិញនំពងទាញ៉ាំទៀតទេអត់ទេចូលអរគុណច្រើនបងអរគុណមែនតើអញ្ចឹងចូលដល់ក្រុមហ៊ុនដូចខ្ញុំលើកខាងដើមមិញថាឥឡូវនេះពីក្រុមហ៊ុនទូចដល់ក្រុមហ៊ុនមានបុគ្គលិកច្រើនរយនាក់ហើយក៏ជាក្រុមហ៊ុនឯកទេសខាងគ្រឿងអលង្ការជាប់ស្តង់ដារលេខ1នៅក្នុងប្រជាជនចក្រកម្ពុជាផងហើយក៏ជាប់ពានរង្វាន់នៅឆ្នាំ2025ហ្នឹង Top Brand ខាងគ្រឿងអលង្ការហ្នឹងប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍អញ្ចឹងខ្ញុំចង់សួរត្រឡប់ទៅវិញតិចថាពេលចាប់ផ្ដើមដំបូងមានមនុស្សប្រហែលអ្នកពេលចាប់ផ្ដើមដំបូងនៅក្នុងក្រុមហ៊ុនbusiness របស់ខ្ញុំពីអ្នកដីពុនដៃកាហើយគឺបុគ្គលិកយើងដូចជា8នាក់បងដែរចាចាប់ដើមមាន8នាក់គឺមានខ្ញុំស្វាមីខ្ញុំហើយមានបងស្រីបងអូនស្រីដែលជាបងប្អូនបង្កើតរបស់ស្វាមីខ្ញុំហើយនឹងយើងមានជាងយើងមានជាងដូចជា4នាក់ទៀតចាបងការហើយប្រហែលឆ្នាំចាប់ផ្ដើមការមួយឆ្នាំចាអញ្ចឹងត្រឡប់ទៅរឿងការបន្តិចចាបាទតាមដែលដឹងការហ្នឹងអត់បានស្គាល់គ្នាពីមុនទេមួយបងប្អូនអត់ស្គាល់គ្នាពីមុនទេប៉ាម៉ាក់ធ្វើមេនដើកឲ្យអញ្ចឹងពេលហ្នឹងបងមានអារម្មណ៍មិនដែរក្នុងចិត្តមួយផ្លេតនៅពេលដែលប៉ាម៉ាក់ធ្វើមេនដើកឲ្យយើងដែលយើងព្រោះបើយើងនិយាយសម័យបច្ចុប្បន្ននេះគឺមុននឹងការគឺជួនកាលអាចស្គាល់គ្នាយូរឆ្នាំច្រើនឆ្នាំសិក្សាពីគ្នាទៅវិញទៅមកអញ្ចឹងណាតែសម្រាប់បងពេលនោះគឺប៉ាម៉ាក់ធ្វើមេនដើកចឹងណាអញ្ចឹងពេលហ្នឹងមួយផ្លេតហ្នឹងក្នុងចិត្តគិតមិនដែរមានអារម្មណ៍មិនដែរពេលម៉ាក់មកប្រាប់ថាកូនថ្ងៃស្អែកមានគេមកមើលមុខកូនឯងហើយថ្ងៃស្អែកថាស្អែកកូនស្អែកមានគេមកមើលមុខកូនឯងហើយចាអ្នកបំពេញគេមកមើលកូនឯងអញ្ចឹងប៉ាដូចជាចង់ឲ្យកូនឯងចិត្តភ្ជាប់ពីអីគេមកមើលមុខអញ្ចឹងទៅខ្ញុំថាចុះពីណាគេមើលមុខចេះ
ហើយអារម្មណ៍ពេលហ្នឹងវារៀង surprise ដែរ បាទ ប៉ុន្តែគិតនៅតែគិតវិជ្ជមានទៀតថាប៉ាគាត់គិតថាគេមនុស្សល្អមកដណ្ដឹងយើងហីល្អអញ្ចឹង ល្អអញ្ចឹងក៏អត់មានអត់មានគិតប្រឆាំងឬក៏អីទេអត់មានអារម្មណ៍ដល់សោះថាគេមើលក៏មើលទេអញ្ចឹងហើយគាត់និយាយគាត់យើងប្រាប់យើងដែរថាគាត់រៀនដើម្បីអនាគត អូខេ តែឥឡូវបើអនាគតកូនដល់ហើយប៉ាគាត់ទុកចិត្តថាគេអញមើលថែកូនបានទាំងមែនហ្នឹងរៀនដើម្បីអនាគតឥឡូវអនាគតដល់ក៏តាមនឹងអញ្ចឹងទៅហើយគាត់នឹកឃើញថាធ្លាប់ដឹងថាយើងអត់មិនអាចប្រឆាំងម៉ាក់បានទេព្រោះខ្ញុំបដិញ្ញាចិត្តថាអ្វីក៏ដោយខ្ញុំត្រូវតែគ្រប់ប៉ាម៉ាក់ខ្ញុំអត់ប្រឆាំងគាត់ឲ្យលោកខូចចិត្តទេព្រោះខ្ញុំសម័យឃើញថាពេលយើងអត់សប្បាយចិត្តមានគេប្រឆាំងគំនិតយើងឬក៏មិនទទួលយកគំនិតរបស់ខ្ញុំមានការឈឺចាប់ដូចគ្នាអញ្ចឹងខ្ញុំក៏ត្រូវធ្វើឲ្យប៉ាម៉ាក់ខ្ញុំឈឺចាប់ខ្ញុំដឹងថាពេលហ្នឹងជាឱកាសមួយដែលខ្ញុំបំពេញកាតព្វកិច្ចជាកូនកតញ្ញូគាត់ខ្ញុំអារម្មណ៍អត់មានថាអីទេចាអញ្ចឹងពេលដែលជួបបងប្រុសថ្ងៃដែលបងប្រុសទៅមើលហ្នឹងក៏អត់អីដែរអៀនក្នុងរត់តិចរត់ទៅរត់មកវិញទេយ៉ាអត់តបាននិយាយគ្នាទេចាដែរស្គាល់គ្នាផងចាហើយឡើយដល់ពេលគ្រាន់តែគិតទៅដល់ពេលវេលាហ្នឹងមិនដែរមានអារម្មណ៍ថាអង្គុយចង់សើចឬអត់សណោចអត់ស្ដាយនៅតែអាសាយកមកនិយាយស្ដាប់មានទៀនប្រាប់កូនដែរហ្នឹងចាថាប៉ាទៅដឹងមីបងមីរត់ពេញផ្ទះយ៉ាងឯងម្ដងទៅម្ដងរីអញម្ដងរីអណូអត់ចូលតុកទឹកតិចអត់ចេញក្រៅទីអញ្ចឹងទៅចាអញ្ចឹងពេលវេលាមួយហ្នឹងអត់អាចបំភ្លេចបានទេបងណាមកជីវិតណាចាអត់មានអារម្មណ៍ហើយខ្ញុំគិតថាជាការល្អចែករំលែកជាមួយក្មេងៗកូនចៅបងប្អូនចំនួនក្រោយក៏ជាការល្អដែរព្រោះវារឿងពីររឿងទី1ដែលយើងឆ្លុះបញ្ចាំងអំពីការគោរពទាំងគុណឪពុកម្ដាយហើយរឿងទី2បងប្អូនសម័យបច្ចុប្បន្ននេះអាចថានឹងអត់យល់ព្រមពីព្រោះពួកគាត់អត់ស្គាល់គ្នាណាអញ្ចឹងខ្ញុំគិតថាវាអាស្រ័យលើទំនៀមទម្លាប់គ្រួសាររៀងៗខ្លួនទេអញ្ចឹងត្រឡប់មកក្រុមហ៊ុនវិញចាប់ផ្ដើមជាមួយមនុស្ស8នាក់រយៈពេលបង្កសាងរយៈពេល27ឆ្នាំទៅមកដល់ថ្ងៃនេះបងណាចាបាទ27ឆ្នាំឆ្នាំនឹងចូល28ហើយឆ្នាំនេះចូល28ហើយបងណាចាក្នុងការដឹកនាំមនុស្សជាច្រើនក្រុមហ៊ុនដ៏ធំដែលទទួលបានកេរ្តិ៍ឈ្មោះទាំងស្រុកខ្មែរនិងបណ្ដាប្រទេសផ្សេងៗណាបងឆ្លងកាត់ឧបសគ្គអីខ្លះបើនិយាយរឿងសុបាយនិយាយរឿងឧបសគ្គសិនបងជួបប្រទះការលំបាកអីខ្លះពេលដែលចាប់ផ្ដើមក្រុមហ៊ុនមួយនេះឧបសគ្គដែលការពិតនៅក្នុងក្រុមហ៊ុនចាប់ផ្ដើមពីទូចដល់ធំរឿងឧបសគ្គគឺជួបច្រើនក្រុមហ៊ុននៅទូចជួយយើងជួបឧបសគ្គបែបទូចបែបសាមញ្ញងាយស្រួលដោះស្រាយបញ្ហាប្រឈមក៏តិចប៉ុន្តែដល់ពេលហាងយើងរីកចម្រើនធំទៅឧបសគ្គបញ្ហាប្រឈមក៏មានកាន់តែច្រើនដែរគេហៅថាទុកធំក្តោងធំទុកធំក្តោងធំចាអញ្ចឹងបើសិនជាពីការជួបឧបសគ្គដែលយើងធ្លាប់មានឧបសគ្គដែលយើងបានប្រឈមគឺទី1គឺបញ្ហាទៅលើធនធានមនុស្សបាទចាប៉ុន្តែជាសំណាងដែរដែលក្រុមគ្រួសាររបស់យើងបើខ្ញុំបើក្រុមហ៊ុនហ្នឹងគឺជាលក្ខណៈបែបគ្រួសារបាទអញ្ចឹងអ្នកដែលយើងនៅក្នុងក្រុមគ្រួសារគឺសិតតែបងសិតតែប្អូនអញ្ចឹងទៅចាអញ្ចឹងការរៀបចំបែបលក្ខណៈគ្រួសារយើងគិតទៅវាបែបសាមញ្ញព្រោះយើងចាប់ផ្ដើមពីតូចលក្ខណៈបែបគ្រួសារអញ្ចឹងការប្រកបមុខរបរជាមួយនឹងក្រុមគ្រួសារគឺមានភាពកក់ក្ដៅចាយើងយល់គ្នាបងប្អូនយល់ពីធ្វើម៉េចចង់ឲ្យរីកចម្រើនទាំងអស់គ្នាចាតែដល់ពេលយើងក្រុមហ៊ុនយើងកាន់តែធំបើនិយាយពីក្រុមហ៊ុនកាលពីទំបាលលក្ខណៈគ្រួសារឲ្យតែមានបងប្អូនប្រមូលចូលធ្វើការហើយអូខេបាទចាឲ្យតែមានបងប្អូនណាបងប្អូនចដូន1ចដូន2ចដូន1ចដូនអីប្រមូលមកធ្វើការឲ្យទាំងបងប្អូនខាងគាត់ទាំងបងប្អូនខាងខ្ញុំបាទអញ្ចឹងធម្មតាដល់ពេលយើងធ្លាប់ធ្វើការជាលក្ខណៈបងប្អូនដល់ពេលយើងផ្លាស់ប្ដូរមកជាលក្ខណៈស្តង់ដាចាជាលក្ខណៈក្រុមហ៊ុនស្តង់ដាយើងត្រូវធនធានមនុស្សត្រូវចាប់ផ្ដើមឬបុគ្គលិកពីក្រៅអញ្ចឹងយើងជាពិបាកចិត្តថាបុគ្គលិកពីក្រៅព្រោះយើងរកស៊ីជារបស់មានតម្លៃត្រឹមត្រូវបាទចាអញ្ចឹងយើងគិតថាបងប្អូនយើងងាយស្រួលទុកចិត្តជាងអញ្ចឹងពេលដែលយើងរើសបុគ្គលិកថ្មីដែលមិនមែនជាបងប្អូនឬក៏មកកាន់ការងារអីសំខាន់យើងចេះយើងនៅតែមួយមានអារម្មណ៍ថាលើកពិបាកទំនុកចិត្តចាអញ្ចឹងឧបសគ្គដែលយើងជួបនោះគឺពិបាក
ពិបាករើសបុគ្គលិកដែលយើងមានទំនុកចិត្តណាចាអញ្ចឹងយើងពីអ្នកចាប់ផ្ដើមគិតថាតើយើងគួរបរិទ្ធឬក៏គួរទុកដដែលហើយមើលទៅលើតែបងប្អូននឹងធ្វើការទៅប៉ុន្តែដោយសារយើងគិតថាបើប្រមូលបងប្អូនមកអស់ហើយយើងក៏មានបងប្អូនពីណាមកកាន់ការងារធំទៀតបើយើងមិនប្រឈមជាមួយនឹងរើសអ្នកដទៃមកធ្វើការបាទអញ្ចឹងពេលហ្នឹងគឺយើងពិបាកសម្រាប់ចិត្តតិចខ្ញុំមួយស្វាមីខ្ញុំគឺយើងគិតថាអូខេព្រោះធម្មតាសំបីតែក្នុងលក្ខគ្រួសារតែមួយការចូលចិត្តគ្នាបងប្អូនក៏ដោយក៏នៅតែមានប៉ះគ្នាខ្លះដូចដាក់នៅថ្មិញចាអញ្ចឹងតម្រាំតែយើងបុគ្គលិកផ្សេងដែលគាត់ចូលមកធ្វើការយើងគួរធ្វើម៉េចចាអញ្ចឹងយើងត្រូវហិតទៅពិបាកខ្លាំងមែនទែនហ្នឹងចាមុននេះបងលើកឡើងទូកតូចកដងតូចទូកធំកដងធំអញ្ចឹងការដែលនៅយ៉ាងតូចហ្នឹងបញ្ហាណាមួយដែលបងគិតថាលំបាកបាទសម្រាប់បងគាត់គិតផ្លេថាវាជាបញ្ហាដែលលំបាកហ្មងធ្វើឲ្យពិបាកចិត្តហើយប៉ះពាល់អារម្មណ៍ដល់គ្រួសារដល់អីធ្លាប់ឆ្លងកាត់បែបហ្នឹងឯងអានេះនៅតែពាក្យពិតនិយាយពីក្នុងចិត្តទៀតដូចខ្ញុំសំណាងរបស់ខ្ញុំចាប់ដើមមុខរបររស់ស៊ីមកដូចជាគេហៅថាជាបុណ្យរបស់យើងក៏យើងមិនដឹងថាម៉េចដែរដូចថាមិនដែលមានអីពិបាកខ្លាំងដល់ថ្នាក់ថាគិតមិនចេញដល់ថ្នាក់ stress ទេពិបាកខ្លាំងជាងគេគឺតែផលិតគ្រឿងអត់តន់ជូនភ្ញៀវទេអូខេហើយតម្រូវការគេបញ្ញាហើយមានអតិថិជន100ហើយយើងមិនហ៊ានទទួលអានឹងបានពិបាកខ្លាំងថាឥឡូវយើងវាពេញហើយការងារយើងជាងយើងទៅប៉ុណ្ណឹងហើយយើងត្រូវធ្វើឲ្យលឿនជូនភ្ញៀវមិនបានយើងពិបាកយើងចាប់ផ្ដើមគិតថាអូយធ្វើមិនផលិតគ្រឿងឲ្យបានលឿនតន់សភាពការហ្នឹងដែលធ្វើយើងពិបាកគិតថាមិនដឹងថាធ្វើមកឥឡូវហ្នឹងចាំតែអតិថិជនច្រើនតែចាំតែថាយើងធ្វើម៉េចផលិតគ្រឿងឲ្យទាន់ឲ្យជូនភ្ញៀវតែប៉ុណ្្នឹងទៅបានហើយតែដល់ពេលផលិតអត់ទាន់ហើយលុយនៅដៃហើយដល់ពេលយើងលោភយើងចង់បានតែទោះបីជាយ៉ាងណាពេលខ្ញុំក៏តែងតែគិតថាការងារគឺត្រូវគុណភាពគឺជាចម្បងទោះបីយ៉ាងណាសុខចិត្តឲ្យពិបាកផលិតគ្រឿងមិនទាន់ចោះប៉ុន្តែសុំតែធ្វើយ៉ាងណាឲ្យបានគុណភាពទៅជូនអតិថិជនអញ្ចឹងយើងទ្រាំពិបាកទ្រាំធ្វើម៉េចដើម្បីឲ្យបានទាន់គឺមានតែយើងត្រូវបរិយាបន្ថែមបាទបងនៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមពង្រីកហើយរើសបុគ្គលិកច្រើនចឹងបុគ្គលិកដែលបងរើសហ្នឹងមានន័យថា criteria ឬក៏តម្រូវការបងចង់បានមនុស្សបែបណាព្រោះកន្លែងបងអត់ស្រួលទេណាប្រសាទរបស់មានតម្លៃបាទចឹងដូចបងលើកឡើងមិញថាបើគ្រួសារយើងវាងាយស្រួលសិគ្រួសារសិបងប្អូនយើងទាំងអស់ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមរើសបុគ្គលិកថែមមករហូតចឹងបងពេលដែលបងរើសបុគ្គលិកម្ដងហ្នឹងបងមើលទៅលើគុណវុឌ្ឍអីខ្លះចាធនធានមនុស្សយើងមានធ្វើការទៅលើគេមានសំណួរចម្លើយបាទចាដូចថាយើងសួរធម្មតាតាមយើងមានគាត់ធ្លាប់ធ្វើការបបពិសោធន៍ហើយការចូលមកទៀតនេះគឺត្រូវតែស្គាល់បន្តគ្នាដូចថាឥឡូវនៅក្នុងនេះបុគ្គលិកមុនចាស់ណែនាំអ្នកថ្មីមកចាអញ្ចឹងមានប្រកាសថាគាត់ជាប់បងប្អូនហើយបុគ្គលិកមុននឹងយើងមើលឃើញថាតើគាត់មានវត្តល្អមួយក្រុមហ៊ុនយ៉ាងម៉េចអញ្ចឹងគាត់ណែនាំមកជាបងថ្លៃគាត់ជាចដូលមួយគាត់ជាអីគាត់អញ្ចឹងយើងមើលអានឹងមួយផ្នែកហើយតែធនធានមនុស្សក៏គេមានសំណួរខ្លះដែរដែលគេផ្ដោតទៅលើគេហៅថាតើគាត់តេស្តគេមានតេស្តថាជួយអ្នកដទៃមកចាឲ្យធ្វើការរបៀបធ្វើការជាក្រុមបែបមិនជាក្រុមបែបមកចាហើយអ្វីដែលសំខាន់ទៀតខ្ញុំជឿថាអ្វីដែលសំខាន់ទៀតពាក់ព័ន្ធរឿងគុណធម៌និងស្មោះត្រង់ហ្នឹងសំខាន់ណាស់បងចាសំខាន់មែនទែនចំណេះដឹងគឺជាផ្នែកមួយរបៀបធ្វើជាផ្នែកមួយប៉ុន្តែស្មោះត្រង់និងគុណធម៌នៅកន្លែងហ្នឹងសំខាន់ខ្លាំងព្រោះខ្ញុំក៏ចេញចូលនៅកន្លែងបងច្រើនតាមរយៈវគ្គបណ្ដាផ្សេងៗណាកាលពីអង្គភាពនៅតូចមិនសូវជាមានឧបសគ្គមិនសូវជាមានបញ្ហាទេប៉ុន្តែឥឡូវនេះដល់អង្គភាពធំហើយគេឈ្មោះក៏ល្បីខ្លាំងគេស្គាល់ក៏កាន់តែច្រើនទាំងក្នុងស្រុកនិងក្រៅស្រុកហើយជាពិសេសជាមួយការគ្រប់គ្រងបុគ្គលិកនិងគ្រប់គ្រងធនធាននឹងហើយមកដល់ថ្ងៃនេះបងគិតថាមានឧបសគ្គអីគេដែលលំបាកខ្លាំងជាងគេសម្រាប់បងក្នុងការដឹកនាំអង្គភាពមួយនេះហើយរក្សាកេរ្តិ៍ឈ្មោះឲ្យបានកាន់តែប្រសើរឡើងនេះចាសរុបសេចក្តីទៅឧបសគ្គក្នុងការដឹកនាំក្រុមហ៊ុនគឺការកសាងធនធានមនុស្សដូចខ្ញុំបាននិយាយឡើងខាងដើមកសាងធនធានមនុស្សឲ្យរឹងមាំតែជាសំណាក់ក្រុមហ៊ុនរបស់ខ្ញុំបើកមកដូចខ្ញុំជំរាបចឹងជាលក្ខណៈគ្រួសារបុគ្គលិកឧបសគ្គបុគ្គលិកធ្វើការអត់ចុះសម្រុងគ្នាអត់យល់ចិត្តគ្នាមានការអន់ចិត្តចាជួនកាលពេលគាត់អន់ចិត្តគាត់មកប្រាប់យើងដោះស្រាយបានម្ដងមួយទេប៉ុន្តែខ្ញុំនឹងស្វាមីគិតថា
បើយើងដោះស្រាយតែអញ្ចឹងបុគ្គលិកយើងរាប់រយអ្នកតែយើងដោះស្រាយបែបមិនអញ្ចឹងដល់ត្រូវតែបណ្ដោះថាមពលយ៉ាងណាឲ្យគាត់រឹងមាំពីខាងក្នុងមកចាហ្នឹងហើយដែលជាចំណុចដែលក្រុមហ៊ុនត្រូវជួបឧបសគ្គកន្លែងហ្នឹងច្រើនខ្ញុំជឿជាក់ថាក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរឧបសគ្គរបស់ក្រុមហ៊ុនដឹកនាំក្រុមហ៊ុនហ្នឹងគឺសំខាន់គឺកសាងធនធានមនុស្សឲ្យរឹងមាំហ្នឹងធ្វើម៉េចឲ្យគាត់ធ្វើការចោះសម្រុងគ្នាមានការយោគយល់អធិស្ឋាននឹងគ្នាចាតើគួរធ្វើយ៉ាងម៉េចចាអញ្ចឹងពួកយើងមានឧបសគ្គច្រើនណាស់ក្នុងការទៅស្រាវជ្រាវបើគ្រូសាវិញគ្រូសាខ្ញុំវិញបង្ហុងគាត់ច្រើនណាស់គាត់ដើររវាគ្មិនគាត់មកបរៀនបដោះបដាតែរៀនហើយចោលរៀនហើយចោលរៀនហើយចឹងបានបន្តិចទៅគឺយើងឃើញថាគាត់ចាប់ដើមមាននឹងដដែលនឹងកើតឡើងទៀតហើយបញ្ហាប្រឈមកើតឡើងទៀតដែរសួរធ្វើយ៉ាងម៉េចចាហើយអញ្ចឹងក៏ជាសំណាងដែរដែលខ្ញុំបានបដិបត្តិសមាធិហើយខ្ញុំបានយល់ថាមនុស្សគឺវាត្រូវមកពីខាងក្នុងចាអញ្ចឹងខ្ញុំចាប់ផ្ដើមស្គាល់សមាធិក៏ខ្ញុំចាប់ផ្ដើមស្គាល់បើនិយាយឲ្យស្មោះត្រង់គឺចាប់ផ្ដើមស្គាល់វិបស្សនានឹងតែម្ដងចាហើយអញ្ចឹងខ្ញុំដឹងថាអ្វីដែលកសាងធម៌ពលចិត្តពីខាងក្នុងមកគឺមានតែការបណ្ដោះឲ្យបុគ្គលិករបស់យើងមានការសមាធិចាអប់រំផ្លូវចិត្តឲ្យបានល្អអញ្ចឹងយើងអត់ចាំបាច់ដោះស្រាយបញ្ហាហ្នឹងដដែលទេនៅពេលដែលគាត់មានកម្លាំងចិត្តរឹងមាំសាមគ្គីពីខាងក្នុងដែរអញ្ចឹងនៅពេលដែលបុគ្គលិកជួបប្រទះបញ្ហាបុគ្គលិកអត់សូវចោះសម្រងចំណែនគ្នានិយាយដើមគ្នាហើយមកប្រាប់បងជួយដោះអញ្ចឹងអញ្ចឹងពេលហ្នឹងបងពេលលឺរឿងអញ្ចឹងបងមានអារម្មណ៍បែបនេះក្នុងនាមជាម្ចាស់អាជីវកម្មចាភ្លាមហ្នឹងពីមុនខ្ញុំអត់ចូលចិត្តដោះស្រាយបញ្ហាមុនខ្ញុំទៅបដិបត្តិសមាធិណាចាអញ្ចឹងខ្ញុំឲ្យតែបុគ្គលិកមកជួបហើយនាំបញ្ហាមកប្រាប់ថាអូអ្នកនេះចេះក៏អត់សុបាយចិត្តទេបុគ្គលិកនេះចេះមករាយការណ៍ខ្ញុំអត់ចូលចិត្តការរាយការណ៍ហ្នឹងទេខ្ញុំ stress ខ្ញុំស្ដាប់ឮធ្វើខ្ញុំ stress ហ្មងចាអញ្ចឹងខ្ញុំតែងថាអូទៅរកមេប្រុសទៅខ្ញុំអត់ចេះដោះហើយខ្ញុំដោះខ្ញុំតឹងណាខ្ញុំអត់ចេះចាប៉ុន្តែក្រោយពីខ្ញុំបានខ្លួនឯងទៅបដិបត្តិសមាធិចា welcome ឥឡូវខ្ញុំស្វាគមន៍ចំពោះបញ្ហាដែលគេមកប្រាប់គេមកអីអញ្ចឹងទៅខ្ញុំដឹងថាខ្ញុំអាណិតពួកគាត់វិញអញ្ចឹងសមាធិនេះជាច្រកមួយដោះហើយជាច្រកមួយមានមេត្តាចិត្តខ្ពស់ដែលបងពេលលើបញ្ហាអញ្ចឹងបងជួយដោះបងអត់មានបដិសេធដោយកាមុនទេណាជួយដោះហើយជួយដោះបានម្ដងពីរដងហើយមកធ្វើខ្ញុំនឹកថាដោះរបៀបអញ្ចឹងក៏អត់កើតទេអញ្ចឹងនាំគាត់ទៅបដិបត្តិសមាធិដែរទៅដើម្បីគាត់ចេះដោះខ្លួនឯងមិនអាចពឹងមកយល់រយយើងនៅទេដូច្នេះហើយបានខ្ញុំនឹងមានជាកញ្ចប់ដូចជាជាមួយលោកគ្រូឈុននេះអញ្ចឹងតែងតែអរគុណហើយតែងដឹកនាំសមាធិដល់ក្រុមហ៊ុនរបស់ខ្ញុំចាឲ្យឃើញថាពួកគាត់រៀនហើយពួកគាត់ផ្លាស់ប្ដូរបានច្រើនចាពីខាងក្នុងចាពួកគាត់ចេះធ្វើការជាមួយគ្នាចេះស្រឡាញ់មានការយោគយល់ចំពោះគ្នាច្រើនហើយការងារក៏ប្រសើរតាមនឹងបងណាបងសមាធិដែលបងអនុវត្តរយៈពេលប្រហែលឆ្នាំហើយបើគិតមកដល់ឥឡូវនេះខ្ញុំចាប់ផ្ដើមអនុវត្តសមាធិគឺតាំងពីឆ្នាំ2019បាទ2019អូយូរដែរបងណាចាពីមុនមានការលំបាកពេលដែលរឿងរ៉ាវកើតឡើងម្ដងមកកាលគឺយើងអត់ចង់ប្រឈមមុខអត់ចង់និយាយប៉ុន្តែបន្ទាប់ពីបដិបត្តិសមាធិហើយវាធ្វើឲ្យយើងចង់ជួយយើងមានមេត្តាចិត្តច្រើនក្នុងការចង់ជួយដោះស្រាយបញ្ហាទៅដល់គាត់វិញអញ្ចឹងបើគិតមែនតើសមាធិបានជួយ transform ជួយផ្លាស់ប្ដូរបងច្រើនណាស់ចុះបងប្រុសបងបងប្រុសគាត់ទៅសើអត់ឈប់ពីសមាធិឯងគាត់ថាសមាធិគឺជួយគាត់ច្រើនណាស់ចាបើគាត់មានសមាធិគាត់អត់ដឹងថាដឹកនាំបុគ្គលិកឬក៏មានធម៌ពលអីទៅប្រឈមមួយបញ្ហាទាំងអស់ហ្នឹងដែរបញ្ហារឿងរ៉ាវច្រើនមិនមែនបញ្ហាបុគ្គលិកប្រឹងផ្ដល់បញ្ហាទាំងជាមួយបច្ចេកទេសបញ្ហាទាំងជាមួយការកសាងទំនាក់ទំនងផ្សេងទៀតចាអញ្ចឹងគាត់តែងតែសរសើររឿងសមាធិហ្នឹងទាំងអស់ចាគឺពួកយើងទាំងពីរអ្នកផ្លាស់ប្ដូរច្រើនហើយក៏ក្រុមហ៊ុនមានការអភិវឌ្ឍជាពិសេសគឺបុគ្គលិកក្រុមគ្រួសារ BBA របស់យើងហ្នឹងគឺមានការអភិវឌ្ឍយើងថាមើលទៅវាថាស្រស់ដៃស្រស់ជើងគ្នាតែម្ដងចាឃើញស្រស់ដៃស្រស់ជើងហើយឃើញស្រឡាញ់គ្នាខ្លាំងមែនតើចាហើយរៀងរាល់ពេលដែលខ្ញុំទៅផ្ដល់វគ្គបណ្ដោះបណ្ដាលពាក់ព័ន្ធមុនស្នេហ៍នៅលោកក្តីបណ្ដោះធម៌ពលចិត្តក្តីឲ្យតែនិយាយពីឈ្មោះថ្នាក់ដឹកនាំគឺភាគច្រើនពួកគាត់យំហើយអញ្ចឹងមានន័យថាពួកគាត់មានការគោរពស្រឡាញ់ចំពោះថ្នាក់ដឹកនាំខ្លាំងហើយបងឆេះឆាវអត់ពីមុនសមាធិអារម្មណ៍បងសួរត្រង់ខ្ញុំឆេវឆាវតាខ្ញុំគេល្បីថាកាចសឹងអីហ្នឹងបុគ្គលិកអត់ហ៊ានចូលទេគាត់ថាបុគ្គលិកក៏ចូលតែចេះឮថាមកឌីកាចណាកន្លែងសុកគុកបិចហោះអីអញ្ចឹងមែនទេគូអត់ទេមែន
តែពេលចំដត់មើលមកខ្ញុំគប់បិចទៅហើយបងអង្គុយហក់បិច100អីអញ្ចឹងទៅចាឆេវឆាយអត់ស្ដាប់ពីណាគេហៅថាជាបុគ្គលដែលក្បាលរឹងដែរចាអញ្ចឹងហើយការងារច្រើនទៀតប្រឈមច្រើនហើយដល់ពេលខ្លះហត់អញ្ចឹងទៅអារម្មណ៍មិនឲ្យវាឆេវឆាវអញ្ចឹងណាចាហើយមិនមែនតែឈឹមធំឆេវឆាវនៅ office អីនៅជំបុគ្គលិកពេលខ្លះឆេវឆាវដល់ផ្ទះទៀតដល់កូនយើងទៀតចាចឹងដល់ពេលបន្ទាប់ពីបងបដិបត្តិសមាធិមួយរយៈធំទៅគឺមានការផ្លាស់ប្ដូរច្រើនចាឥឡូវបើសិនប្រជុំមកគេនិយាយអត់មើលមុខមិនដែរខឹងដូចមុនអត់ផងគាត់ថាផែជាគាត់ជាឧបនិស្ស័យគាត់ចូលចិត្តស្ដាប់ទេអញ្ចឹងប្រវាយអារម្មណ៍គាត់ទៅចាធម៌ចាត់ចែងហ្មងពាក្យដែលបងប្រើយើងចឹងទៅគឺធម៌ចាត់ចែងបងណាហើយមួយទៀតបងគ្រួសារមិញនិយាយពីតំណែងតំណងក្រុមហ៊ុនចុះគ្រួសារបន្ទាប់ពីបដិបត្តិសមាធិហើយតំណែងតំណងគ្រួសារបងមានការប្រែប្រួលទេតំណែងតំណងពេលខ្លះទៅជាមួយគ្នាខ្ញុំឃើញបងទៅជាមួយបងប្រុសហ្មងទៅបដិបត្តិមួយគ្នាហ្មងចាឃើញថាការប្រែប្រួលតាពីមុនការយើងធ្វើអីហើយស្វាមីយើងអត់ប្រសើរអត់លើកទឹកចិត្តអីដេកយំអីចឹងតែដល់ពេលយើងទៅបដិបត្តិហ្នឹងគាត់ថាបនិស្ស័យគាត់មិនមែនមនុស្សចេះទៅសើអញ្ចឹងយើងសើខ្លួនឯងទៅចឹងចាអញ្ចឹងយើងដឹងចាខ្ញុំដឹងហើយខ្ញុំចោះសម្រងគ្រាន់ថាយើងទទួលយកបាទហើយអ្វីដែលក្រោយបដិបត្តិបានច្រើនឃើញថាខ្ញុំផ្លាស់ប្ដូរគឺខ្ញុំគេហៅថាយើងមានឧបេក្ខាច្រើនជាងមុនបង្កើនមេត្តាចិត្តច្រើនជាងមុនមេត្តាករុណាបង្កើនហើយខ្ញុំមានឧបេក្ខាចិត្តចាច្រើនជាងមុនមានលំនឹងផ្លូវចិត្តច្រើនអត់រំជើបរំជួលពេកចាអត់សบายហួសហេតុពេកហើយក៏មិនកាត់ទុកពេកដែរព្រោះពីមុនអត់មានការទុកអីទេជីវិតមិនដែលចេះការទុកធ្លាប់លើកខាងដើមខ្ញុំតែការទុកថ្ងៃគ្រាន់ថាគេនិយាយឆាប់អន់ចិត្តតែប៉ុណ្ណឹងឆាប់អន់ចិត្តចឹងទៅតែដល់ពេលយើងបានបដិបត្តិសមាធិហើយខ្ញុំដឹងថាកន្លែងនេះគឺខ្ញុំផ្លាស់ប្ដូរទុកបានគេហៅថាយើងមានរនាំងវិទុកចឹងណាចាចឹងជាសិលឬក៏ជាគុណធម៌ដែលទុកមុនណាទុកចឹងទៅយើងស្មើទៅស្រួលខ្លួនដែរយើងអត់ដូចមុនញ៉ាំងភ្លាមទេតាំងជាមួយកូនក៏អញ្ចឹងដែរអញ្ចឹងជាមួយបុគ្គលិកក៏អញ្ចឹងដែរចាល្អមែនតើចាបងមួយទៀតតាមខ្ញុំដឹងពីបងធ្លាប់និយាយខ្លះហើយក៏ដឹងពីមិត្តភ័ក្តិមួយចំនួនមិត្តភ័ក្តិរបស់បងហើយខ្ញុំក៏រាប់អានពួកគាត់ដែរឥឡូវហ្នឹងថាបងពីមុនទៅណាមកណាជាយន្តហោះឲ្យ first class សើ business class ហើយទិញសម្ភារៈអីសតែចាតាន់សម័យទំនើបតែឥឡូវនេះបងលះច្រើនអញ្ចឹងមែនឬក៏អត់បំពេញឲ្យខ្លួនឯងច្រើនព្រោះខ្ញុំបដិបត្តិច្រើនទៅខ្ញុំអ្វីដែលខ្ញុំមកដល់សប្តាហ៍ថ្ងៃនេះអ្វីដែលខ្ញុំទម្លាក់គឺខ្ញុំទម្លាក់គេហៅទម្លាក់ ego បាទទម្លាក់ ego បានច្រើនគឺគេហៅអាត្មាអញ្ញោបាទដែលព្រះសម្មាសម្ពុទ្ធនៅក្នុងធម៌ពុទ្ធសម្ដែងថាពេលយើងយល់ធម៌យើងទម្លាក់អញបានច្រើនចាគឺ ego ភាសាអង់គ្លេសហៅ ego គឺយើងមានអំនួតខ្លួនឯងច្រើនអញ្ចឹងពេលខ្ញុំយល់ធម៌ពេលខ្ញុំក្រោយបដិបត្តិគឺខ្ញុំទម្លាក់ចុះ ego ព្រោះអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តហ្នឹងគឺខាងក្នុងបងណាតែពេលដែលខាងក្នុងយើងពេញលេញខាងក្នុងយើងទទួលស្គាល់ខ្លួនឯងអញ្ចឹងស្អីក៏អាចធ្វើឲ្យយើងសប្បាយចិត្តបានចាអញ្ចឹងដូចជាអ្វីអត់ចាំបាច់សង្រួមបានច្រើនគិតថាបើសិនជាយើងមិនចាំបាច់ទៅតាមពិតការដែលបំពេញឲ្យខ្លួនឯងនេះគឺបង្ហាញអញនឹងឯងបង្ហាញខ្លួនឯងហ្នឹងតែពេលខ្ញុំរៀនធម៌ច្រើនទៅវាអត់ចាំបាច់ទៀតទេហ្នឹងមានក៏បានអត់ក៏បានអញ្ចឹងណាផ្លូវកណ្ដាលអញ្ចឹងទៅអ្នកដតីមើលមកអត់សំខាន់ទេសំខាន់យើងស្គាល់ខ្លួនឯងហើយមើលខ្លួនឯងឃើញថាជាប់ណាអញ្ចឹងបើប្រៀបធៀបតិចទៅវាខុសគ្នាមិនបងវាស្រាលជាងមុនរីករាយជាងមុនឬមួយយ៉ាងម៉េចបងមិនមែនមានន័យថាទិញរបស់ទាំងអស់ហ្នឹងអត់រីករាយវាសប្បាយវារីករាយប៉ុន្តែគ្រាន់តែសួរមកថាវាស្រាលជាងមុនឬមួយយ៉ាងម៉េចពួកខ្ញុំជឿថាបងប្អូនដែលកំពុងស្ដាប់ហ្នឹងក៏ចង់ដឹងដែរស្រាលច្រើនត្រង់ឲ្យអត់ជាប់ជំពាក់បាទយ៉ាពេលខ្លះយើងទិញរបស់ច្រើនពេកយើងអត់ប្រើផងហ្នឹងបាទតែជាប់ជំពាក់អូមិនដឹងទុកណាហើយមិនដឹងធ្វើអីចឹងហត់ចាត់ចែងឲ្យគេទៀតវាមានកាន់តែច្រើនកាន់តែពិបាកក្នុងការទុកដាក់ហើយដល់ពេលយើងដល់ពេលប្រើឧបេក្ខាទៅដូចថាយើងចេះខ្ញុំចេះខ្លាំងខ្លែងច្រើនជាងមុនព្រោះពីមុនយើងប្រើតាមអារម្មណ៍ទេតែដល់ពេលបដិបត្តិសមាធិហើយអារម្មណ៍ទាំងអស់ហ្នឹងយើងអាចស្រួលបានច្រើនខ្ញុំអាចស្រួលបានច្រើនចិត្តធ្ងន់ជាងមុនបាទចាអ្វីដែលចាំបាច់មិនគិតអ្វីមិនចាំបាច់អត់គិតទេចាអញ្ចឹងគេងក៏លក់ស្រួលគេងលក់គេងដាក់ទៅលក់ហ្មងកន្លែងកក់សក់ខ្ញុំគេងលក់បានខ្ញុំមិនទៅធ្វើថ្មីក៏គេងលក់ឡើងធ្វើថ្មីគេងលក់ទៀត
ខ្លាំងដកដង្ហើមតែខ្យល់ចេញខ្យល់ចូលតែមកវឺតលេខលក់បាត់ដល់ពេលគេឲ្យហា3ដងហើយខ្ញុំបានខ្ញុំហាម្នាក់ក្នុងចំណោមរាប់លានអ្នកដែលបងធ្វើថ្មិញគេលក់ចឹងនិយាយពីស្ងប់វិញកំពូលស្ងប់អរិយស្ងប់ហ៎បងចាប៉ិតមែនណាចាហើយខ្ញុំប្រាប់ពុកម៉ាក់មិត្តភក្តិខ្ញុំងាប់គ្រប់គ្នាតែខ្ញុំថាអត់ដឹងទេព្រោះឲ្យតែថាខ្ញុំចង់ទេក៏ខ្ញុំគេងបានហើយចាពិតជាធម្មពលដ៏អស្ចារ្យពីសមាធិបងណាដឹងថាបងទៅសមាធិហើយរយៈពេលយូរទាំងបងទាំងគ្រួសារទាំងថ្នាក់ដឹកនាំក្រុមហ៊ុនរបស់បងក៏ទៅដែរប៉ុន្តែអត់ដែលដឹងថាមិនបានបងទៅសមាធិបងទៅខ្លួនឯងឬមួយអ្នកណាគេអ្នកជំរុញលើកទឹកចិត្តឲ្យទៅហ្នឹងចាអរគុណសម្រាប់សំណួរចំណុចនេះខ្ញុំនៅតែដឹងគុណដល់មនុស្សម្នាក់ដែលគាត់បានណែនាំខ្ញុំឲ្យទៅសមាធិតែគាត់សមាធិខ្ញុំលឺយូរហ្នឹងតាំងពីចំណងខ្ញុំនៅទូថៃដល់ពេលខ្ញុំកើតជាម្ចាស់អាជីវកម្មខ្លួនឯងហើយក៏មានក្រុមហ៊ុនជាច្រើនបាននាំឲ្យគ្រូសមាធិឲ្យមកយើងបដិបត្តិចឹងទៅស្វាមីខ្ញុំផ្ទាល់ក៏គាត់ធ្លាប់ប្រាប់ខ្ញុំដែរពីដំបូងឡើយគាត់ប្រាប់ថាគាត់ទៅរៀនចឹងទៅគេមានបញ្ចូលសមាធិគេអញ្ជើញគ្រូពីឥណ្ឌាពីអីមកអីចឹងឲ្យធ្វើសមាធិអីចឹងណាហើយគាត់ប្រាប់ខ្ញុំដែរអូនឯងដកដង្ហើមចូលចេញហើយទិញពាក្យស្អីដែរខ្ញុំធ្វើអត់ចេញទេមិនចេះតែម្ដងហើយខ្ញុំមិនធ្វើព្រោះខ្ញុំពិបាកគេមែនតើបាទអូពីមុនពិបាកគេបាក់គេណាពីមុនបាក់គេខ្ញុំមិនខ្ញុំនិយាយថាខ្ញុំគេលក់លើខែធ្វើថ្មិញហ្នឹងគឺខ្ញុំសមាធិហើយទេចាបើពីមុនពេលខ្ញុំធ្វើការច្រើនតានតឹងទៅគឺគេហៅ stress ច្បាស់ជំនាញហើយអត់ទេចាអញ្ចឹងបិទភ្នែកឃើញតែការងារទេចាតានតឹងការងារទេអញ្ចឹងពេលដែលតានតឹងខ្លាំងហ្នឹងគឺខ្ញុំគេលួយបិទភ្នែកទៅគឺសម័យឃើញគ្រប់រឿងអញ្ចឹងខ្ញុំដកដង្ហើមធំអញ្ចឹងពេលខ្លះថប់ដង្ហើមអីចឹងទៅហើយគ្រូសាច់ខ្ញុំថាអូនសមាធិទៅឲ្យសមាធិទៅហើយខ្ញុំអង្គុយសមាធិបានតិចខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចផងហ្នឹងចាហើយខ្ញុំក៏អត់ដឹងថាត្រូវធ្វើម៉េចទេចាហើយចឹងក៏ខ្ញុំបានការណែនាំនឹងការតម្រង់ទិសនិយាយឲ្យស្មោះត្រង់គឺបងស្រីពេជ្រច័ន្ទនៃហ៊ុនម៉ាណែតចាចាក៏ដែលគាត់ជួនកាលទៅធ្វើការងារសង្គមជាមួយគ្នាហ្នឹងនៅខាងក្រុមបេតិដាជាមួយបងស្រីចឹងទៅហើយក៏បងស្រីដឹងដែរថាមនុស្សជុំវិញយើងជាម្ចាស់អាជីវកម្មម្នាក់អញ្ចឹងហើយលោកក៏បានពលត្រូវជាមួយនឹងការបដិបត្តិសមាធិហ្នឹងទៅគាត់តែងតែណែនាំនិយាយប្រាប់ខ្ញុំម្ដងហើយម្ដងទៀតខ្ញុំតែងតែរីចេចខ្ញុំថាអូរយៈពេលទៅសមាធិហ្នឹង10ថ្ងៃឬគេថាពិបាកណាអត់ឲ្យនិយាយអត់ឲ្យស្ដីអីចឹងតែបងស្រីតែលើកទឹកចិត្តចាលើកទឹកចិត្តតែខ្ញុំសំណាងដែរបានស្គាល់បងស្រីដែលជាបុណ្យកុសលចាបងគាត់បងស្រីគាត់បង្ហាញផ្លូវបង្ហាញផ្លូវចាហើយក៏ខ្ញុំគិតថាបងស្រីលោកការងាររវល់ចឹងហើយនៅធ្វើបាននៅចុះយើងនឹងជាស្អីចាអាជីវកម្មទូចមួយហ្នឹងហើយហេតុអីបានទៅមិនបានចាបងស្រីដឹកនាំអង្គភាពធំច្រើនហើយក៏មានបន្ទុកទំនួលខុសត្រូវច្រើនហើយនៅតែលោកអញ្ជើញទៅបានលោកនៅអញ្ជើញទៅបានបងណាហើយចុះតម្រាំតែយើងទៅជាម្ចាស់អាជីវកម្មទូចមួយហ្នឹងចាតែគេលក្ខណៈធំទូចហ្នឹងមិនធំធំអីទេហើយរឿងឯទៅបានខ្ញុំតាំងចិត្តថាសាក់លបងទៅបងស្រីលោកចាត់ចែងចុះឈ្មោះឲ្យហើយពេលចប់បងស្រីលោករៀបឲ្យទៀតចុះឈ្មោះឲ្យទៀតចាហើយចុះមួយថ្ងៃចប់ទៀតលោកទេទៅសួរសុខទុក្ខយើងដែរថាអូមិនហើយបានធ្វើចប់ដល់ថ្ងៃអត់អីអត់ចឹងណាអូខ្ញុំសំណាងមែនតែនហើយក៏នៅតែនឹកដឹងគុណគាត់ឲ្យតែខ្ញុំចេញពីបដិបត្តិសមាធិរាល់លើកខ្ញុំតែងតែដឹងគុណនិងអរគុណទៅគាត់មែនតែនដែលគាត់បានចិត្តមេត្តានិយាយថាអ្នកធ្វើសមាធិចិត្តមេត្តាអត់ខុសមែនបងកំពុងនិយាយអញ្ចឹងប្រហែលជាលោកកំពុងទទួលអារម្មណ៍បាទឲ្យតែមានអ្នកសមាធិមានចិត្តមេត្តាមែនអញ្ចឹងកាលណាយើងបានពណ៌ធម៌ត្រូវគឺចង់ឲ្យម្នាក់ទៀតហ្នឹងទៅភ្លក់រសជាតិនឹងដែរចាព្រោះរសជាតិដ៏អស្ចារ្យមួយនេះបើគ្រាន់តែប្រាប់គ្រាន់តែណែនាំបញ្យលអត់បានទេព្រោះតែបុគ្គលនឹងត្រូវទៅភ្លក់រសជាតិនៃខ្លួនឯងមកណាតែពេលលោកសម្ដែងថាបើត្រូវដើរលើមីគីมันអាចមានអ្នកណាម្នាក់ដាក់អ្នកឯងលើស្មាហើយលីទៅដល់ទីដៅទេយើងត្រូវទៅដើរលើមីគីហ្នឹងទៅមិនដល់ទីដៅរបស់យើងចាសម្បីតែយើងនិយាយរឿងសាមញ្ញធម្មតាម្ហូបដែលយើងញ៉ាំបើសិនបងញ៉ាំហើយបងខ្ញុំសួរបងថាបងម្ហូបមិនដែរបងថាឆ្ងាញ់តែខ្ញុំក៏អត់បានទទួលអារម្មណ៍រសជាតិមួយហ្នឹងដែរមែនទេគាត់ជាការនិទានហ្នឹងបាទគាត់តែញ៉ាំខ្លួនឯងមិនដឹងចឹងគឺសមាធិលើសពីរឿងហ្នឹងទៀតទោះបីបញ្យលមួយថ្ងៃពីរថ្ងៃមួយឆ្នាំក៏ដោយនៅតែត្រឹមការស្ដាប់ប៉ុន្តែអត់ទាន់បានចូលដល់ខាងក្នុងខ្លួនឯងទេគឺថាអត់ទាន់បានវះកាត់ខ្លួនឯងទៅដល់កន្លែងហ្នឹងចាបងរឿងមួយទៀតខ្ញុំចង់ព្រោះ
បងជាម្ចាស់អាជីវកម្មធំហើយខ្ញុំគួរជាម្ចាស់អាជីវកម្មមួយដែរហើយក៏អ្នកដើរនៅក្នុងផ្លូវនឹងយូរឆ្នាំប៉ុន្តែមានរឿងមួយចំនួនដែលបងប្អូនម្ចាស់អាជីវកម្មមួយចំនួនគិតថាយើងអ្នករស់ស៊ីទៅបដិបត្តិធម៌មិនកើតព្រោះកលែងមើលទៅអង្គភាពបងវិញទាំងបងប្រុសទៅបដិបត្តិធម៌ហើយមិនប៉ុណ្្នឹងណាឲ្យបុគ្គលិករបស់បងថ្នាក់ដឹកនាំរបស់បងដកពេលវេលាទៅបដិបត្តិទៀតប៉ុន្តែក្រុមហ៊ុនបងឃើញចេះតែរីកចម្រើនទៅព្រោះមួយចំនួនគេថាយើងអ្នករស់ស៊ីមិនបានត្រូវទៅបដិបត្តិធម៌មិនត្រូវទៅគិតដល់សម្មាសម្ពុទ្ធចឹងណាវាអាចរាំងស្ទះដល់ការរស់ស៊ីរបស់យើងអញ្ចឹងបងចង់បញ្យល់បងចង់ចែករំលែកមិនពីបទពិសោធន៍ផ្ទាល់របស់បងដើម្បីឲ្យបងប្អូនដែលជាម្ចាស់អាជីវកម្មហ្នឹងបានស្ដាប់ហើយក៏បានទទួលដឹងបាទចាតាំងពីសម័យព្រះក៏ព្រះលោកសម្ដែងដែរថាបើយើងជាគ្រហស្ថយើងត្រូវនៅជីវិតជាគ្រហស្ថនៅការបដិបត្តិធម៌គឺកាន់តែជួយគ្រហស្ថហ្នឹងរីកចម្រើនថែមទៀតដូចជាអនាថបណ្ឌសិទ្ធិចាគាត់កើមហាសិទ្ធិចារស់ស៊ីហើយគាត់បដិបត្តិធម៌ហើយពេលគាត់ស្គាល់ធម៌គាត់បរិច្ចាគឡើងអាលេងពីខ្លួនតែគាត់ក៏ក្រអត់យូរដែរព្រោះអីព្រះលោកសម្ដែងថាគ្មានណាម្នាក់ដែលក្រដោយការផ្ដល់ឲ្យនឹងទេអត់មានទេពាក្យនេះល្អណាស់បងត្រឹមត្រូវបងចាអញ្ចឹងខ្ញុំតែងតែគិតថាអូយើងបដិបត្តិសមាធិចំណាយពេល10ថ្ងៃទៅមួយឆ្នាំម្ដងឯងហើយទោះបីជាយើងមិនទៅអង្គុយខ្លួនឯងយើងទៅបម្រើធម៌10ថ្ងៃហ្នឹងអាជីវកម្មខ្ញុំសួរមិនពីណាគ្រប់គ្រងខ្ញុំគិតថាតែ10ថ្ងៃហ្នឹងមិនអាចធ្វើឲ្យបាត់បង់គេហៅថាបាត់បង់ទ្រព្យសម្បត្តិឬក៏អីជាមួយនឹង10ថ្ងៃហ្នឹងដែរចាព្រោះអីតើពេលយើងបានពេលខ្ញុំទៅបានធម៌មកវិញហ្នឹងខ្ញុំអាចរកឲ្យបានលើស10ថ្ងៃដែលខ្ញុំបាត់បង់ហ្នឹងទៅទៀតដោយសារយើងទៅសាងធម៌ពលចិត្តអញ្ចឹងនៅពេលដែលយើងទៅសាងធម៌ពលចិត្តយើងមិនដោះប្រាជ្ញាពេលចេញមកវិញការងាររបស់យើងវាកាន់តែប្រសើរជាងមុនចាពិតប្រាកដមែនហើយដែលខ្ញុំថាលើកទឹកចិត្តឲ្យបុគ្គលិកទៅខ្ញុំគិតថាបុគ្គលិកទៅ10ថ្ងៃអត់កាត់ប្រាក់ខែទេខ្ញុំលើកទឹកចិត្តឥឡូវម្ដងនេះបុគ្គលិកចុះទៅជាប្រចាំអ្នកខ្លះទៅបានម្ដងខ្លះទៅ2ដងខ្លះទៅលើកទី3ហើយហើយសួរថាអត់កាត់ប្រាក់ខែ10ថ្ងៃខាតការងារគាត់អត់10ថ្ងៃដែលគាត់ខាតការងារនេះប៉ុន្តែក្រោយពីគាត់បានបណ្ដុះធម៌ពលចិត្តដោយការបដិបត្តិធម៌គាត់យល់ធម៌ចាគាត់ចេះសាងធម៌ពលពីខាងក្នុងមកគាត់ធ្វើការលើស10ថ្ងៃដែលយើងឲ្យគាត់ឈប់នឹងទៅទៀតព្រោះតាមរយៈនៃការស្រាវជ្រាវយើងមើលឃើញចេះបងបុគ្គលដែលបុគ្គលិកនិយាយថាបុគ្គលិកដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលតាមរយៈធម៌ពលចិត្តឬក៏សមាធិហ្នឹងមើលទៅឃើញគាត់មានទំនួលខុសត្រូវច្រើនជាងមុនការងារដែលធ្វើមានភាពចុះសម្រុងជាមួយធីមរបស់គាត់ច្រើនជាងមុនអញ្ចឹងហើយបងផ្ដល់ឱកាសឲ្យគាត់ទៅ10ថ្ងៃត្រឡប់មកវិញមានន័យថាធម៌ពលនៃការធ្វើការហ្នឹងប្រសើរជាងមុនច្រើនឥឡូវទៅច្រើនគ្នាបងនៅក្នុងអង្គភាពបងចាទៅដូចខ្ញុំបានជំរាបអញ្ចឹងគាត់ទៅហើយគាត់មកពេលខ្លះខ្ញុំណែនាំទៅគាត់អត់សូវជឿយើងទេចាតែក្រោយពីក្រុមការងារដែលគាត់ទៅគាត់ឃើញអ្នកនោះផ្លាស់ប្ដូរចាអញ្ចឹងគាត់ធ្វើគាត់ជំរុញទឹកចិត្តគាត់ទៅដោយខ្លួនឯងអញ្ចឹងថ្ងៃមុនមានបុគ្គលិកខ្ញុំម្នាក់គាត់យូរវ័យខ្ញុំនិយាយគាត់ដែរទៅសោះគាត់ដែរទៅទេចាប៉ុន្តែថ្ងៃមុននេះឃើញថាគាត់ទៅខ្ញុំឆ្ងល់ថាថ្ងៃមេនិយាយឡើងយូរអត់ទៅដោយសារគាត់ថាណាធ្វើបានដូចមេមិនដឹងថាគាត់ចឹងស្រាប់ហើយហ្នឹងតាំងពីអើយមកហើយហ្នឹងអញ្ចឹងមិនមែនមកពីសមាធិហ្នឹងទេគាត់នៅតែយល់ឃើញអញ្ចឹងប៉ុន្តែដល់ពេលក្រោយពីបានឃើញក្រុមការងារដែលគេបានទៅហើយគាត់ឃើញមនុស្សម្នាក់ហ្នឹងវាផ្លាស់ប្ដូរចាគេផ្លាស់ប្ដូរធ្វើគាត់ទៅជាគាត់ជឿទៅវិញទៅចាអញ្ចឹងគាត់ក៏ទៅហើយក៏ឥឡូវគាត់មកគាត់ប្រាប់ថាពិតជាល្អហើយគាត់រកឃើញខ្លួនឯងហើយចាអញ្ចឹងខ្ញុំក៏សប្បាយចិត្តដែរហើយក្រុមហ៊ុននឹងបន្តឲ្យគាត់ទៅរហូតដូចខ្ញុំជំរាបអញ្ចឹងអ្នកខ្លះទៅមិនមែនតែម្ដងទេ2ដង3ដងហើយចាអញ្ចឹងនៅពេលដែលយើងជាថ្នាក់ដឹកនាំរបស់អង្គភាពយើងយល់អំពីភាពជាអ្នកដឹកនាំហើយយើងយល់ធម៌ទៀតវាធ្វើឲ្យភាពត្រជាក់ត្រជុំកើតឡើងនៅក្នុងអង្គភាពនិងស្ថាប័នរបស់យើងហើយបងនិយាយមុននឹងតិចថាឧបេក្ខាធម៌នេះវាកើតឡើងច្រើននៅពេលដែលមេត្តាក្តីឧបេក្ខាធម៌កើតឡើងក្តីវាធ្វើឲ្យអាសេចក្តីសុខនៃការធ្វើការងារជាមួយគ្នាកាន់តែប្រសើរឡើងបាទចុះបងប្រុសប្រែប្រួលច្រើនទេបងប្រុសខ្ញុំឃើញគាត់ប្រែប្រួលច្រើនខ្ញុំនិយាយឧទាហរណ៍មួយចុះគាត់ថាពីមុនបើសិនជាបុគ្គលិកណាម្នាក់មកសុំប្រាក់ខែឡើងប្រាក់ខែគាត់ខឹងណាគាត់សប្បាយចិត្តទេបាទគាត់ថាធ្វើការមិនមកសុំឡើងប្រាក់ខែអញ្ចឹងគាត់សប្បាយចិត្តទេបាទចាគាត់ដឹងថាធ្វើការចាំទុកអញថាដល់មើលឃើញរឿងអីមកសុំណាត់រំឡើងប្រាក់ខែអញ្ចឹង
គាត់សប្បាយចិត្តសោះប៉ុន្តែខ្ញុំលើគាត់និយាយគាត់ថាគាត់ដូរហងថាពេលណាបុគ្គលិកមកសុំប្រាក់ខែគាត់ដូរពេលគាត់ក្រោយបដិបត្តិសមាធិហើយគាត់ថាគាត់អាណិតគេវិញចាំមិនន័យថាអូចឹងគាត់ផ្លាស់ប្ដូរគឺចម្រើនមេត្តាជាងមុនហីដោះពីខាងក្នុងចម្រើនក្តីស្រឡាញ់ចម្រើនករណាចម្រើនក្តីស្រឡាញ់ចម្រើនក្តីអាណិតអាសូរព្រោះបើគាត់ថាគាត់ប្រើអាហ្នឹងគាត់ដឹងហ្មងគាត់ថាអូប្រហែលជាគេគ្នានឹងមិនដឹងជាមើលឃើញខ្លួនឯងមើលឃើញអញ្ចឹងហើយបងជួយប្រាប់យើងអញ្ចឹងហើយជួនកាលពេលខ្លះយើងអត់បានមើលឃើញទេព្រោះប្រធានផ្នែកឬក៏អីគាត់បានដែលមើលឃើញគាត់ជួយបុគ្គលិកក្រុមហ៊ុននីមួយៗច្រើនយើងមានពេលណាទៅមើលបុគ្គលិកអស់អញ្ចឹងឥឡូវហ្នឹងពេលបុគ្គលិកមកស្នើគាត់អត់ដែល say no គាត់ឲ្យជួបហើយគាត់ពិភាក្សាហើយគាត់ទៅមើលមិនហើយគឺគាត់សប្បាយចិត្តណាគាត់ថាឥឡូវឲ្យតាណាមកសុំគាត់សរសើរអ្នកនឹងវិញគាត់ថាក្លាហានចាក្លាហានហ៊ានបញ្ចេញសមត្ថភាពចាហ្នឹងដោយសារគាត់ប្រែប្រួលអីគឺគាត់ខ្ញុំជឿថាគឺគាត់ផ្លាស់ប្ដូរត្រង់ថាគាត់ចម្រើនមេត្តាជាងមុនគាត់អត់ប្រកាន់ទេចាគាត់បណ្ដុះក្តីស្រឡាញ់ច្រើនជាងមុនក្តីស្រឡាញ់និងមេត្តាវាកើតចេញពីក្នុងមែនតើណាបងណាចាវ៉ាវល្អមែនតើចាហើយទីហោដូចមួយអញ្ចឹងពីមុនខ្ញុំចូលចិត្តធ្វើការងារសង្គមប៉ុន្តែគាត់ក៏ឲ្យខ្ញុំទៅរឿងដកលុយខ្ញុំធ្វើការងារសង្គមបានគាត់ដែរខែប៉ុន្តែសួរថាគាត់ចូលចិត្តចូលរួមអត់ដែរចូលចិត្តចូលរួមទេប៉ុន្តែដោយសារគាត់ទៅបដិបត្តិច្រើនដងអញ្ចឹងអាមេត្តាករណានឹងគាត់កើតឡើងឥឡូវហ្នឹងនោះមណ្ឌលកម្មាកំព្រាមើលកំពង់ស្ពឺគាត់យកខ្លួនទៅជួយទិញគោឲ្យមណ្ឌលចិញ្ចឹមធ្វើរោងបន្លែឥឡូវថ្ងៃមួយខែទៅលេងកូនគាត់ម្ដងឥឡូវគាត់មានកូនឡើងច្រើនមែនតើបងប្រុសពេលមុនពេលដែលគាត់បដិបត្តិសមាធិពេលបងចោះទៅធ្វើកិច្ចការសង្គមផ្សេងអីដកលុយយកទៅជួយនេះជួយនោះគាត់អត់ថាអីទេប៉ុន្តែគាត់អត់បានចូលរួមជាមួយតែឥឡូវនេះគាត់តាំងពីបដិបត្តិសមាធិហើយគាត់បើកចិត្តហើយក៏មានពោពេញដោយមេត្តាហើយគាត់ទៅចូលរួមជាមួយសកម្មភាពផ្សេងបងណាចាកន្លែងនេះខ្ញុំឃើញគាត់ផ្លាស់ប្ដូរច្រើនក្នុងរយៈពេល2ឆ្នាំហ្នឹងណាបាទពីមុនការងារសង្គមខ្ញុំចុះគាត់ដឹងថាខ្ញុំចូលចិត្តធ្វើការងារសង្គមចូលចិត្តនៅខាងក្រៅព្រោះខ្ញុំចូលចិត្តដើរខាងក្រៅទំនាក់ទំនងអញ្ចឹងក៏ជួនការងារសង្គមចំណាយប៉ុណ្ណាក៏គាត់មិនដែលខែឯងចាតែសួរថាអញ្ជើញគាត់ទៅជាមួយគាត់អត់ដែរចង់ទៅចូលរួមជាមួយទេព្រោះគាត់ថាអូនឯងចេញក្រៅបងដើរចេញទៀតទៅហើយពីណាមើលហាងព្រោះគាត់អ្នកនៅខាងក្នុងចាអញ្ចឹងប៉ុន្តែឃើញមួយរយៈនេះឃើញគាត់មួយខែឬជួនកាលពេលខ្លះអត់ប៉ះថ្ងៃអាទិត្យផងគាត់សុំច្បាប់មកព្រឹកទៅកំពង់ស្ពឺមណ្ឌលកម្មាកំព្រាចាមណ្ឌលកម្មាកំព្រាព្រៃជ្រុំហើយឥឡូវឃើញបង្កើតមូលនិធិមានកង់ឲ្យ9មិត្តភ័ក្តិដាក់គ្រប់ទាំងអស់ហ្មងគាត់គ្រប់ថាមិត្តភ័ក្តិណាចង់ចូលរួមអីពីមុនគាត់ថាអត់ចេះដើរទៅសុំគេបើថាគាត់ធ្វើតែដល់ពេលគាត់យល់ប្រធរគាត់ដឹងថាធ្វើបន់ម្នាក់ឯងអត់មានមាត់ញៀនទេអត់មានញៀនអញ្ចឹងក៏មិនអាចធ្វើបានឆ្ងាយបានដែរអញ្ចឹងគាត់ចាប់ផ្ដើមមុខបង្កើតកង់ឲ្យគាត់ខ្នះខ្នែងអញ្ចឹងខ្ញុំអត់មាត់ទេខ្ញុំអត់ទេគាត់ធ្វើអីធ្វើទៅខ្ញុំចាំតែខ្ញុំហើយនឹងជួយ support អីចឹងឯងហើយឥឡូវហ្នឹងឃើញគាត់មណ្ឌលកម្មាកំព្រីហ្នឹងគាត់ឃើញគាត់ពង្រីកហើយឃើញគាត់តម្រូវការចាំបាច់អីគេគាត់ទិញគោឲ្យចិញ្ចឹមចាដើម្បីឲ្យកូនមានគោអញ្ចឹងហើយគាត់អាចធ្វើជាកសិដ្ឋានដាំបន្លែចាហើយគាត់ធ្វើថែមបន្ទប់ទឹកគាត់ទិញដីសម្រាប់អនាគតពង្រីកថែមទៀតចាហើយគាត់បដោះបដាលឲ្យគាត់ថាអូមកមានវគ្គបដោះបដាលគួរតែបដោះបដាលប្រធានមណ្ឌលមកឲ្យចូលរៀនដែរឲ្យគាត់យល់ពីភាពជាអ្នកដឹកនាំនឹងយ៉ាងម៉េចតំណែងតំណងនឹងយ៉ាងម៉េចបើគាត់សិនជាគាត់មានតំណែងតំណងទៅនៅក្នុងកូនគាត់ក្នុងមណ្ឌលតែគាត់ខ្វះតំណែងតំណងជាមួយនឹងអ្នកចិត្តខាងតើមណ្ឌលបាត់បង់ឱកាសគេខ្លះមានពីណាចង់ជួយមណ្ឌលអញ្ចឹងគាត់ទិញដីបានបរិយាហើយគាត់អញ្ជើញប្រធានមណ្ឌលមករៀនឲ្យតែបរៀនឃើញមុខប្រធានមណ្ឌលមករៀននឹងមុនប្រធានមណ្ឌលមករៀនដែរថាបង្ហុងអញ្ជើញមកឲ្យរៀនភាពជាអ្នកដឹកនាំដែរចាហើយមានអីអញ្ចឹងគាត់ទិញហើយគាត់ប្រាប់មណ្ឌលថាបងឯងយកទៅចែកនៅភូមិចិត្តខាងហ្នឹងផងដើម្បីបងឯងមកកើតតំណែងតំណងល្អជាមួយអ្នកភូមិចិត្តខាងចាដើម្បីថ្ងៃក្រោយមណ្ឌលចង់អីគេស្វាគមន៍យើងអាហ្នឹងសំខាន់ហើយឃើញគាត់មាននិយាយរងគឺសមាធិដែលខ្ញុំនិយាយហើយនិយាយទៀតនៅថាមើលឃើញជាក់ស្ដែងគឺការបណ្ដុះនៅមេត្តាចិត្តច្រើនរស់នៃពធហ្នឹងបានពាល់ត្រូវពីខាងក្នុងរបស់គាត់អញ្ចឹងវាប្រែប្រួលទាំងស្រុងពាក់ព័ន្ធនឹងការគិតពាក់ព័ន្ធនឹងមេត្តាក្នុងការជួយអ្នកដទៃណាបងពេលដែលបងលើកឡើងរឿងនឹងផ្ទាល់ខ្លួនក្តីពីបងប្រុសក្តីខ្ញុំនឹកឃើញសុភាសិតមួយដែលគ្រូខ្ញុំផ្ដាំឲ្យគាត់ឧស្សាហ៍និយាយណាគាត់ពីមុនខ្ញុំអត់យល់ទេការនៅរៀនណាគាត់ថាបើចង់មានបានរៀនចែករំលែករៀនជួយអ្នកដទៃហើយក្នុងចិត្តគាត់ថាជួយអ្នកដទៃមិនបើយើងអត់មានអីប៉ុណ្ណឹងកាលនៅរៀនណាចា៎ហើយគាត់ថាបើចង់មានភាពវៃឆ្លាតអនុវត្តសមាធិឲ្យបានច្រើន
ប្រកាន់បញ្ញា បាទប្រកាន់បញ្ញាហ្នឹងហើយដល់ពេលអញ្ចឹងទៅបន្ទាប់ពីយើងរៀងធំដឹងក្តីរៀនចប់មហាវិទ្យាល័យទៅក៏ចាប់ផ្ដើមយល់ទៅតាមពិតអ្វីដែលគាត់និយាយហ្នឹងគឺវាជាអមតៈធម៌វាជាសច្ចភាពមួយដែលយើងគួរតែធ្វើគ្រប់គ្នាដោយបងលើកឡើងខាងដើមមិញថាគ្មានប្រពុតសម្ដែងថាគ្មានបុគ្គលណាក្រពីការជួយអ្នកដទៃទេបាទអាហ្នឹងគឺជារឿងដ៏ធំធេងខ្លាំងមែនតើឥឡូវខ្ញុំចង់ត្រឡប់ទៅវិញតិចបងទាំងការដឹកនាំគ្រួសារទាំងការដឹកនាំអង្គភាពហើយខ្ញុំក៏ឃើញបងជួយកិច្ចការសង្គមច្រើនមែនតើមើលទៅដូចរវល់ច្រើនណាបងមួយថ្ងៃតែនិយាយពីធម៌ពលដូចអត់រីងស្ងួតសម្រាប់ខ្ញុំឲ្យជួយបងថាជាមនុស្សដែលមានធម៌ពលអត់រីងស្ងួតហើយជួបពេលណាក៏នៅតែញញឹមស្រស់ប្រឹមប្រៃរហូតជាមួយការងារអញ្ចឹងធម៌ពលទាំងអស់ហ្នឹងបើសួរមួយម៉ានថាធម៌ពលទាំងអស់ហ្នឹងបងគិតថាបានមកពីណាឃើញញឹមអញ្ចឹងស្មាក្នុងអត់ចេះការຕົកជាកើតទេអត់ចេះកាត់ក៏ដល់ព្រះអរហន្តពេលខ្លះសើចសម្ដែងណាដែរសើចសម្ដែងពេលខ្លះថាមកពលនៅក្នុងចិត្តមានប៉ុន្តែបើនិយាយឲ្យស្មោះត្រង់ពេលខ្លះក៏នៅឃើញចង់បោះបង់ដែរពេលយើងពេលឥឡូវមិននិយាយថាមកពលណាវាមានតែសួរថាមានពេលណាតែខ្ញុំថយក្រោយបន្តិចពេលបាត់ថាមកពលពេលខ្លះចង់បោះបង់ដែរពេលខ្លះចង់ទៅបួសម្ដងដែរនៅពេលដែលវ៉ាវតែគេយើងចង់ទៅបួសថ្ងៃណាមួយស្លៀកពាក់សអូយមិនតន់សម្រាប់ពាក់រហ័នទេអញ្ចឹងគេហៅថាកលេសនៅកើតមានណាចាជាបុថុជនបងណាចានៅជាបុថុជនចាយើងត្រូវតែជួបត្រូវប៉ះហើយនៅក្នុងជីវិតរស់នៅរបស់យើងរបស់ខ្ញុំរាល់ថ្ងៃហ្នឹងច្រើនណាស់បញ្ហាច្រើនហើយពេលខ្លះក៏អារម្មណ៍ដែលជាម្ដាយជាបងស្រីជាម្ចាស់ក្រុមហ៊ុនជាភរិយាជាកូនស្រីពេលដល់ពេលទំនួលខុសត្រូវច្រើននៅក្នុងចិត្តពេលខ្លះចឹងទៅបើសិនជាបានទៅបួសទៅឲ្យផុតបាត់ទៅវាស្រួលអស់អាទំនួលខុសត្រូវហ្នឹងហើយជាស្រួលទៅមណ្ឌលហ្មងទៅមណ្ឌលវិបស្សនាទៅធ្វើសិស្សបម្រើចុះធ្វើគណៈកម្មការនឹងវត្តនឹងមណ្ឌលនឹងអត់មកវិញបងដូចជាលែងចង់ធ្វើនេះអគ្គនាយិកាក្រុមហ៊ុនអីហើយអើយទៅហើយពេលខ្លះចឹងតែងតែនិយាយប្រាប់ទៅប្អូនប្រាប់ទៅជំនួយការណាប្រាប់ថាយាយមកទៅបួសហើយហត់មែនតើទៅលេងរួយអូនបងពេលដែលបងទៅបួសហើយពេលដែលពិបាកពេលដែលហត់ពិបាកថាចង់បោះបង់ម្ដងម្កាលស្អីគេដែលធ្វើឲ្យយើងពិបាកជាងគេហ្នឹងបងដែលយើងមានអារម្មណ៍ថាចង់បោះបង់ហ្នឹងមើលឃើញថាទំនួលខុសត្រូវច្រើនខ្លួនឯងណាមានទំនួលខុសត្រូវច្រើនហើយដូចនិយាយចឹងធម្មតាចិត្តអវិការចិត្តនឹងមកម្ដងខណៈពេលដែលចិត្តធម្មតាយើងបដិបត្តិធម៌សូម្បីតែពេលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងក៏មានមាជ្រែកច្រើនដែរទំមតាសម្រាប់អរហន្តសម្រាប់ត្រាស់ដឹងមិនចឹងតែជាទំមទៅយើងហើយក្នុងមកពេលហ្នឹងយើងទៅសមាធិតើធម្មពលយើងគិតថាចឹងមិនថាពេលសើចពេលខ្លះឃើញសើចទៅក្នុងចិត្តគូតកាពេលខ្លះក៏សែតដែរតើចាតែបើនិយាយចាតែសែតទៅឆាប់បាត់ខ្ញុំមិនឆាប់គុំមនុស្សនេះទេអញ្ចឹងប៉ុន្តែសួរថាដល់ពេលឲ្យគិតជាទៀតគាត់ថាអញទៅបាត់ទូក៏ត្រូវម៉ែអញឪអញកូនក្រុមហ៊ុនបុគ្គលិកច្រើនទៅបាត់ណាជួយប្តីមានណាជួយប្តីហើយបុគ្គលិកច្រើនទៅប្តីគាត់នៅម្នាក់ឯងមើលអត់មិនអស់ណិតប្តីចូលណិតវិញណាណិតកូនណិតម៉ែណិតបងប្អូនណិតបុគ្គលិកបាទចាអញ្ចឹងទៅបួសហ្នឹងទៅកិច្ចហ្នឹងកិច្ចវេះហ្នឹងចាកិច្ចវេះហ្នឹងឲ្យទៅដល់កិច្ចវេះសួរតែយើងនៅមានសេចក្តីសុខក្នុងការកិច្ចវេះហ្នឹងបាទបងតែកន្លែងមិញខុសពីទៅសមាធិណាបើមិញនេះគេហៅទៅកិច្ចវេះតែពេលដែលយើងទៅសមាធិមិនមែនកិច្ចវេះទេគឺជាការត្រៀមខ្លួនឲ្យបានល្អបំផុតក្នុងការរស់នៅក្នុងការដឹកនាំគ្រួសារនិងសង្គមជាពិសេសអង្គភាពរបស់យើងនេះបងណាអញ្ចឹងចង់សួរបងបន្ថែមចែកនៅពេលដែលបងជួបប្រទះស្ថានភាពដូចមិញណាទំនួលខុសត្រូវជាម្ដាយជាភរិយាជាម្ចាស់អាជីវកម្មជាកូនជាអីទំនួលខុសត្រូវច្រើនលំបាកច្រើនហើយជួបប្រទះការលំបាកអញ្ចឹងបងមានកត្តាអីដែលធ្វើឲ្យបងមានធម៌ពលឡើងមកវិញជាកត្តាជំរុញធ្វើឲ្យបងថាអត់ទេខ្ញុំត្រូវតែបន្តទៀតហើយធ្វើកិច្ចការនឹងឲ្យបានប្រសើរចា
ពេលមានពិបាកខ្លាំងដែលគិតថាអូទៅហើយទៅបាត់ចឹងទៅប៉ុន្តែពេលដែលយើងទៅសមាធិដោយលោកគ្រូឈ្នីចឹងពេលទៅ10ថ្ងៃមិនមែនតែតិចវេះទេគឺយើងទៅបដិបត្តិបាទប៉ុន្តែអាពាក្យដែលពេលខ្លះនិយាយចោលអាថាទៅឲ្យបាត់ទៅឲ្យបួសហ្នឹងគឺមិនមែនទេគឺទៅចង់កិច្ចវេះតាតាមពិតពេលខ្លះបើតែបួសមែនបួសត្រាស់ហ្នឹងអត់អីទេអានោះកិច្ចវេះគេបានប្រយោជន៍តាបើតែគាត់ទៅបួសមួយរយៈហ្នឹងកិច្ចតាចង់កិច្ចអញ្ចឹងពេលខ្លះអូយទៅនៅណាបាត់ទៅកិច្ចពីការងារពូមានអារម្មណ៍ថាវល់ហើយវាដូចពេលខ្លះមានសម្ពាធដែរណាការងារមានមិនថាការងារទាំងអស់រលូនមកគ្រប់ទាំងអស់ដូចយើងចាប់លាក់គីត្រត្រូវឆ្នោតគ្រប់ពេលមិនមែនទេលាក់គីត្រមិនចិត្តត្រូវគ្រប់ណាចាអញ្ចឹងពេលខ្លះការងារក៏ជាបន្ទុកក៏ជាសម្ពាធដែរប៉ុន្តែសួរថាអ្វីដែលជាកម្លាំងធម៌ពលចិត្តឲ្យជំរុញធ្វើខ្ញុំពុះពៀបានគ្រប់ឧបសគ្គរហូតឈានមកដល់បច្ចុប្បន្ននឹងបានហើយឆ្លងកាត់ថាបើសិនជាអត់មានធម៌ពលនឹងគេបើសិនជាអត់មានធម៌ពលនឹងកើតឡើងទេអ្នកខ្លះគិតថាទៅបួសមែនហ្នឹងដោយសារគាត់មានធម៌ពលចិត្តជំរុញឲ្យគាត់ត្រឡប់មកវិញបានតាមពិតពេលខ្លះដែលឃើញអ្នកខ្លះទៅបួសហ្នឹងមិនមែនគាត់លេះទេណាគឺគាត់ទៅកិច្ចវេះទេកិច្ចវេះពីបញ្ហាចាគាត់ទៅកិច្ចវេះពីបញ្ហាគាត់ទៅកិច្ចវេះពីសម្ពាធហ្នឹងទេសម្ពាធឲ្យសម្ពាយប៉ុន្តែខ្ញុំគិតដល់រឿងដែលធ្វើធម៌ពលដែលជំរុញចិត្តខ្ញុំទី1គឺខ្ញុំដូចខ្ញុំគិតចឹងបើយើងទៅបាត់ខ្ញុំនៅមានទំនួលខុសត្រូវច្រើនព្រោះខ្ញុំរាល់ថ្ងៃខ្ញុំដឹងថាខ្ញុំហត់ដោយសារអីមិនហត់ដោយសារពិបាកប្តីធ្វើខ្ញុំពិបាកកូនធ្វើខ្ញុំពិបាកម្ដាយធ្វើខ្ញុំពិបាកបងប្អូនធ្វើខ្ញុំពិបាកបុកលើកទឹកខ្ញុំពិបាកមែននេះគឺខ្ញុំធ្វើឲ្យខ្លួនខ្ញុំពិបាកខ្លួនឯងដោយសារខ្ញុំប្រមូលការទំពំនួលខុសត្រូវច្រើនពេកចង់ធ្វើរឿងច្រើនពេកបាទពេលខ្លះខ្លួនឯងគិតថាផលប្រយោជន៍អ្នកដទៃច្រើនគិតពីផលប្រយោជន៍អ្នកដទៃច្រើនគឺទំនួលខុសត្រូវនឹងអញ្ចឹងពេលខ្លះធ្វើខ្លួនឯងនឹងមានសម្ពាធគិតថាការងារយើងប្រមូលមកច្រើនធ្វើមកច្រើនចង់ធ្វើឲ្យជាប្រយោជន៍អ្នកដទៃចង់ជួយអ្នកនេះចង់ជួយអ្នកនោះដល់ពេលយើងក៏អាចជួយច្រើនជាងពេកវា over limit ណា over អញ្ចឹងទៅធ្វើឲ្យពេលខ្លះយើងចង់បោះបង់ធ្វើឲ្យពេលខ្លះយើងមានសម្ពាធខ្លួនឯងប៉ុន្តែយើងសំណាងហើយដូចខ្ញុំនិយាយហើយនិយាយទៀតបើខ្ញុំអត់មានបដិបត្តិសមាធិទេខ្ញុំអាចនឹងទៅបួសមែនប៉ុន្តែសួរថាតិចបងមានមិត្តភ័ក្ដិភ័យថាតិចបងឌីទៅសមាធិបងឌីបាត់មុខពីវិជាគុណបាត់មុខពីពិភពគុណទៅខ្ញុំថាខ្ញុំអត់បាត់ទៅណាទេខ្ញុំនៅតែជាខ្ញុំបាទចាអញ្ចឹងថាពុទ្ធដែលជំរុញឲ្យខ្ញុំត្រឡប់មកវិញកម្លាំងត្រឡប់មកវិញគឺការទទួលខុសត្រូវខ្ញុំត្រូវតែបន្តធ្វើជាមនុស្សម្នាក់ពលរដ្ឋល្អនៅក្នុងសង្គមធ្វើជាម្ដាយល្អភរិយាល្អប្រពន្ធល្អគឺការទទួលខុសត្រូវខ្លាំងមែនតែនគឺខ្ញុំត្រូវមើលថែមនុស្សជុំវិញខ្ញុំគិតថាបើខ្ញុំទៅកូនពីណាមើលថែមនុស្សជុំវិញខ្ញុំនៅតែ take care ពីមនុស្សជុំវិញខ្លួនចាអញ្ចឹងគឺអានឹងគឺសំខាន់ហើយខ្ញុំតែងតែកំណត់ខ្លួនឯងមួយថាខ្ញុំរស់នៅលើលោកនេះគឺខ្ញុំធ្វើខ្លួនឲ្យមានប្រយោជន៍សម្រាប់អ្នកដទៃបាទប៉ុន្តែខ្ញុំអត់ឲ្យខ្លួនឯងមានសម្ពាធថាធ្វើប្រយោជន៍សម្រាប់ដទៃវាជាសម្ពាធសម្រាប់ខ្លួនឯងទេចាអញ្ចឹងពេលបដិបត្តិសមាធិច្រើនទៅខ្ញុំមក reflect ខ្លួនឯងខ្ញុំថាបើខ្ញុំចង់ធ្វើខ្លួនជាប្រយោជន៍អ្នកដទៃខ្ញុំត្រូវថែរក្សាខ្លួនឯងខ្ញុំត្រូវស្រឡាញ់ខ្លួនឯងខ្ញុំត្រូវផ្ដល់ធម៌ពលឲ្យខ្លួនឯងធ្វើយ៉ាងណាឲ្យបានកាន់តែផ្ដល់ប្រយោជន៍អ្នកដទៃបានច្រើនជាងមុនចាជាងការទៅចាក់ចេញទៅបាត់ពីពិភពគុណបាទចាអញ្ចឹងទី1ធម៌ពលជំរុញចិត្តឲ្យខ្ញុំមិនបោះបង់ឆ្លងកាត់គ្រប់ឧបសគ្គខ្ញុំជឿថាជាឧបនិស្ស័យរបស់ខ្ញុំដែលខ្ញុំគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារចំពោះប្អូនចំពោះមនុស្សជុំវិញខ្លួនខ្ញុំស្រឡាញ់គេខ្លាំងជាងដែលពេលខ្លះគ្រួសារខ្ញុំគាត់ថាមិនឯងធ្វើការដូចគិតពីខ្លួនឯងខ្លះអញ្ចឹងណាកូនប្រុសខ្ញុំគាត់មកប្រាប់ថាមីហត់ពេលបាយខ្ញុំញ៉ាំអត់បាយអត់ត្រង់មកទេពេលបាយខ្ញុំមិនដែលបានជជែកជាមួយគ្រួសារខ្ញុំដឹងថាកន្លែងនេះគឺខ្ញុំជាសម្ពាធសម្រាប់ខ្ញុំតែដោយសារបានសមាធិខ្ញុំប្រែក្លាយនឹងគិតថាព្រះសម្មាសម្ពុទ្ធសម្រាប់បានតែមួយថ្ងៃ2ទៅ3ម៉ោងឯងចាចឹងអ្វីដែលខ្ញុំជួយបានគឺខ្ញុំត្រូវតែបន្តធ្វើវានៅតែអត់សោកស្ដាយថាកុំធ្វើប្រយោជន៍សម្រាប់ដទៃច្រើនពេកខ្ញុំត្រូវគិតថាអត់មានអ្នកណាក្រដោយសយសារធ្វើល្អសម្រាប់អ្នកដទៃអញ្ចឹងធ្វើអាហ្នឹងឲ្យធ្វើឲ្យខ្ញុំមានធម៌ពលឡើងវិញកូនប្រុសកូនស្រីដែល
និយាយមួយបងថាអត់មានពេលវេលាសម្រាប់ពួកគាត់ទេ គាត់ដែរមានហ្នឹងគាត់ថាមកមីហត់ប៉ុន្តែគាត់នៅថាគាត់នៅទទួលបានក្តីស្រឡាញ់ តែគាត់នៅទទួលដឹងថាម៉ាមីហត់ មកមីហត់ អូ គាត់មក ល្អ ពេល មែនតើ ញ៉ាំបាយពេលខ្លះចឹងទៅគាត់ខ្ញុំក៏ពេលខ្លះលើកទូរស័ព្ទអូយមកមីថ្ងៃនេះដូចមានអារម្មណ៍ហត់ដល់នេះគាត់មកមីឆាប់ញ៉ាំបាយហ្នឹងតិចទៀតមកមីសុំទៅសម្រាប់មុនអញ្ចឹងពេលគាត់លឺអញ្ចឹងគាត់មកអោបយើងអញ្ចឹង បា ណា ទ ចាអញ្ចឹងខ្ញុំមើលដឹងថាខ្ញុំប្រហែលជាខ្ញុំនឹងអឺអត់ធ្វើឲ្យខ្លួនឯងមានបញ្ហាហ្នឹងអញ្ចឹងធម៌ពលដែលក្នុងចិត្តបណ្ដោះខ្ញុំរងថ្ងៃហ្នឹងគឺភាពទទួលខុសត្រូវរបស់ខ្ញុំត្រូវតែមាន បាទ ហើយត្រូវតែតាំងចិត្តថាត្រូវតែជាប្រយោជន៍អ្នកដទៃទៀតអត់គិតថាប្រយោជន៍ហ្នឹងជាសម្ពាយទៀតទេចាអញ្ចឹងខ្ញុំដោយរីករាយនិងសប្បាយចិត្តហើយទី2ទៀតគឺពាក់ព័ន្ធជាមួយចំណងចំណូលចិត្តធម៌ពលផ្លូវចិត្តរបស់ខ្ញុំទៀតគឺចំណងចំណូលចិត្តខ្ញុំចូលចិត្តអញ្ចឹងខ្ញុំចូលចិត្តរវល់ បាទ បើខ្ញុំឲ្យខ្ញុំតនេលើកលែង10ថ្ងៃនេះខ្ញុំទៅសមាធិដែរខ្ញុំតនេបានហ្នឹងគឺអត់ទូរស័ព្ទបើចេញពីហ្នឹងមកខ្ញុំរវើកទៀតហើយ បើមិនរវល់មិនបានប្របងមិញបងបានអធិដ្ឋានចិត្តហើយថាមានវត្តមានលើផែនដីនេះមិនមែនសម្រាប់តែខ្លួនឯងសម្រាប់តែគ្រួសារក៏ប៉ុន្តែធ្វើជាប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរអញ្ចឹងនៅពេលដែលយើងអធិដ្ឋានចិត្តបែបហ្នឹងហើយប្រកាសណាស់យើងនឹងឆ្លងកាត់ការលំបាកហើយយើងនឹងមិនតនេច្រើនទេហើយភាពរវល់របស់យើងហ្នឹងគឺជាប្រយោជន៍ដល់សង្គមជាតិអញ្ចឹងជារឿងដ៏ត្រឹមត្រូវបំផុតបាទប្រពន្ធក៏លោកបានសម្ដែងហើយបងលើកឡើងមិញហ្នឹងប្រពន្ធលោកបានសម្ដែងថាយើងមិនអាចផ្ដល់ក្តីស្រឡាញ់ឲ្យអ្នកដទៃគ្រប់យ៉ាងខណៈពេលដែលយើងភ្លេចផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងនោះទេអញ្ចឹងមានន័យថាក្តីស្រឡាញ់ផ្ដល់អ្នកដទៃក៏ផ្ដល់ឲ្យក៏ប៉ុន្តែក៏យើងមានខ្លះសម្រាប់ខ្លួនឯងមែនទេអញ្ចឹងដូចបងលើកឡើងមិញថាបងនឹងធ្វើវាដោយក្តីស្រឡាញ់បងនឹងមិនធ្វើវាឲ្យជាសម្ពាធទេអញ្ចឹងនៅពេលដែលយើងមិនធ្វើវាឲ្យជាសម្ពាធយើងមិនធ្វើវាឲ្យដោយភាពតានតឹងមានន័យថាពោពេញដោយក្តីស្រឡាញ់ហើយប្រកាសណាយើងនឹងហត់ប្រកាសណាយើងនឹងលំបាកមែនទេបងបាទ តែលំបាកដល់សុបាយចិត្តទៅ បាទលំបាកដោយសុបាយចិត្តលំបាកដោយក្តីសុខណា ចា បាទ អញ្ចឹងអ្វីដែលរំភើបអ្វីដែលទឹកភ្នែកស្រក់នេះគឺបានសុបាយចិត្តគឺបានរំភើបនៅពេលដែលបានបំពេញគេហៅថាបានបំពេញចំណងចំណូលចិត្តដែលចូលចិត្តអញ្ចឹងដែលចូលចិត្តរវល់អញ្ចឹង បាទ ចូលចិត្តជួយអ្នកដទៃចាគឺចំណងចំណូលចិត្តធ្វើខ្ញុំធ្វើមិនឲ្យខែថាចង់ខ្លាយទៅជាអ្វីដែលល្អបំផុតណាតាមដែលអាចធ្វើបានណាគឺខ្ញុំនៅតែមានឆន្ទៈហ្នឹងមួយហ្មងចាធ្វើអ្វីឲ្យល្អបំផុតដែលតាមតែខ្ញុំអាចធ្វើបានបើជួយគេគឺជួយចាជួយគេគឺជួយឲ្យល្អចាជួយគេគឺជួយធ្វើណាមិនជួយតាមគ្រាជួយធ្វើយ៉ាងណាជួយដល់ឬគល់តែម្ដងចាដូចខ្ញុំឃើញថាខ្ញុំសប្បាយចិត្តដោយសារស្វាមីខ្ញុំគាត់ជួយបណ្ដុលដើម្បីជួយធ្វើម៉េចឲ្យគាត់ចេះរីកចម្រើនឲ្យខ្លួនឯងបានចំណុចនេះហើយដែលវាពិបាកឲ្យយើងទៅធ្វើប៉ុន្តែវាល្អចាហើយវាបានរយៈពេលយូរបាទហើយមួយទៀតដែលជាធម៌ពលមួយទៀតដែលជំរុញឲ្យខ្ញុំហ្នឹងគឺមិញទី1គឺការទទួលខុសត្រូវខ្ពស់របស់ខ្ញុំដែលខ្ញុំធ្វើឲ្យធម៌ពលរបស់ខ្ញុំមានទី2គឺចំណងចំណូលចិត្តនឹងឯងគឺចូលចិត្តធ្វើអ្វីដែលយើងធ្វើហើយពេលខ្លះត្រូវតែចូលចិត្តធ្វើអ្វីដែលយើងមិនចូលចិត្តអានេះបានសំខាន់សួរថាការងារទាំងអស់ដែលយើងធ្វើពេលខ្លះក៏យើងអត់ចូលចិត្តដែរប៉ុន្តែខ្ញុំតែងតែនិយាយថាជាទូទៅខ្ញុំតែងនិយាយថាមនុស្សយើងចូលចិត្តធ្វើឲ្យដែលយើងចូលចិត្តតែបើយើងចូលចិត្តធ្វើអ្វីដែលយើងមិនចូលចិត្តទៀតអានឹងបានល្អចាព្រោះអានឹងគឺសំខាន់ខ្លាំងមែនតើចាព្រោះយើងធ្វើតែការងារដែលយើងចូលចិត្តយើងភ្លេចការងារអ្វីដែលយើងចូលចិត្តជួនកាលវាបាត់បង់អ្វីម្យ៉ាងចាព្រោះកិច្ចការដែលយើងមិនចូលចិត្តនោះពេលខ្លះវាមានប្រយោជន៍ធំសម្រាប់អង្គភាពឬមួយប្រយោជន៍ធំសម្រាប់សង្គមបាទដូចចុះខាឧទាហរណ៍ថាលើអូខេថ្ងៃទនីថ្ងៃអាទិត្យអូបើយើងចូលចិត្តទៅម៉ាសាមុខកក់សក់អាហ្នឹងយើងចូលចិត្តណាស់មែនអត់តែសួរថាចុះទៅមណ្ឌលកម្មាកំព្រាទៅសួរសុខទុក្ខមណ្ឌលកម្មាកំព្រាសួរថាតើយើងរវាងការចូលចិត្តចូលចិត្តមុនយើងមានចូលចិត្តណាប៉ុន្តែយើងត្រូវតែធ្វើយើងត្រូវលះបង់អាពេលវេលាផ្ទាល់ខ្លួនហ្នឹងមិនត្រូវអញ្ចឹងដើម្បីអីគេដើម្បីផលប្រយោជន៍រួមគឺទំនួលខុសត្រូវហ្នឹងឯងចាហើយទី3ទៀតគឺក្តីសម័យរបស់ខ្ញុំតែងតែទុកក្តីសម័យរបស់ខ្ញុំគេហៅថាdream big dream big សុបិនរបស់ខ្ញុំតែងតែនៅតែគិតថាខ្ញុំបង្កើតធ្វើយ៉ាងណាឲ្យល្អបំផុតដូចខ្ញុំសម័យថាខ្ញុំមានហាងក្រុមហ៊ុនមួយដែលធំ
ចឹងឥឡូវខ្ញុំបានឈានដល់កម្រិតហ្នឹងហើយចាចឹងតើខ្ញុំសបិនអីទៅទៀតចាគឺខ្ញុំសបិនរបស់ខ្ញុំមួយទៀតគឺខ្ញុំគិតថានៅលើលោកនេះរបស់យើងធម៌ពុទ្ធបានទុកមកឲ្យយើងនេះគឺល្អក្តីសម័យរបស់ខ្ញុំគឺខ្ញុំធ្វើយ៉ាងណាបានជួយផ្សព្វផ្សាយការបដិបត្តិសមាធិចែកចាយទៅឲ្យមនុស្សកាន់តែច្រើនចង់ពេលខ្លះពេល business ខ្លះសួរថាពេលខ្លះតិជនមកហាងខ្ញុំហ្នឹងណាគាត់មិនជើញមកហើម៉ូតទេណាហើម៉ូតទៅខ្ញុំជ្រៀតចូលបងជើញទៅសមាធិខ្ញុំឆ្លៀតលក់សមាធិឲ្យគេទៀតដោយសារក្តីសម័យខ្ញុំគិតថាខ្ញុំបានស្គាល់រសជាតិសមាធិពីបងស្រីលោកណែនាំខ្ញុំបានស្គាល់ត្រូវហើយខ្ញុំតែងតែចង់ចែករំលែកទៅម្នាក់ទៀតខ្ញុំតែងតែចង់ទៅចែករំលែកទៅមនុស្សជាច្រើនជុំវិញខ្លួនខ្ញុំនឹងអញ្ចឹងក្តីសម័យខ្ញុំគឺខ្ញុំថាខ្ញុំនៅតែជំរុញនឹងឲ្យមនុស្សគេហៅថានិយាយរួមគឺកាន់សាសនាពុទ្ធទាំងអស់បានបដិបត្តិសមាធិបានយល់ពធបានច្រើនកុំឲ្យទី1គឺការសូត្រធម៌ចេះសូត្រធម៌តែទី2គឺយល់ធម៌យល់ធម៌គឺសំខាន់ជាងចេះសូត្រធម៌ចាអញ្ចឹងបើបានទាំងចេះទាំងយល់អត់បញ្ហាតែបើគ្រាន់តែចេះតែអត់យល់អាហ្នឹងមិនអញ្ចឹងខ្ញុំចង់ឲ្យយល់ពីព្រះធម៌បានច្រើននេះក្តីសម័យរបស់ខ្ញុំអញ្ចឹងខ្ញុំអត់ខ្លាចចំណាយពេលវេលាទេអញ្ចឹងពេលខ្លះក្នុងមួយឆ្នាំខ្ញុំទៅអង្គុយបដិបត្តិហើយខ្ញុំតែងទៅបម្រើធម៌យក10ថ្ងៃទៅបម្រើខ្ញុំអត់អង្គុយទេប៉ុន្តែខ្ញុំទៅបម្រើអីគឺខ្ញុំទៅបម្រើខ្ញុំទៅជួយសិស្សដែលបដិបត្តិថ្មីហ្នឹងឯងទៅបម្រើដើម្បីឲ្យគេអង្គុយបានឲ្យគេបាននៅស្រួលឲ្យគេបានជួយទៅបម្រើក្នុងចក្រានបាយឲ្យគេបានញ៉ាំឆ្ងាញ់អាហ្នឹងក៏ជាប្រយោជន៍អ្នកដទៃហើយចាអញ្ចឹងហើយដែលធ្វើខ្ញុំបាត់បង់ពេលវេលាខ្លះសម្រាប់ខ្លួនឯងដែរតែឥឡូវខ្ញុំគិតថាវិញអានេះមិនមែនជាសម្ពាធទេប៉ុន្តែជាការជួយពួកខ្ញុំសម័យអញ្ចឹងវាជាការជួយឲ្យជាក្តីសុខរបស់យើងណាជាក្តីសុខហើយបើសិនជាក្តីសម័យរបស់ខ្ញុំដែរខ្ញុំចង់ឲ្យប្រធមឲ្យបានរីសុខស្រាយនៅលើពិភពលោកអញ្ចឹងជាចំណាយតូចទេសម័យលោកគ្រូជំនេះរាល់ថ្ងៃក៏យកធម៌ទៅផ្សាយដែរមិនអញ្ចឹងឯងចាលោកគ្រូជំនេះក៏ត្រៀមអញ្ចឹងដែរមែនចានឹងជាក្តីសុខជាឆន្ទៈនៅពេលដែលមនុស្សដោយបងលើកឡើងថានៅពេលដែលឃើញមនុស្សបដិបត្តិកាន់តែច្រើនចឹងសុខសន្តិភាពនឹងការឡើងកាន់តែច្រើនសម្រាប់ប្រជាជាតិយើងឬក៏ប្រទេសជុំវិញនៅក្នុងតំបន់នេះហើយដោយបងលើកឡើងមិញថាមិនត្រឹមតែចេះធម៌ទេប៉ុន្តែសូមឲ្យបានយល់ធម៌តាមរយៈបដិបត្តិនៅក្នុងភាសាបច្ចេកទេសមានបរិយ័តបដិបត្តិនិងបដិវេទបាទចឹងបរិយ័តហ្នឹងគឺការសិក្សាទ្រឹស្ដីផ្សេងហើយបដិបត្តិគឺឆ្លងកាត់តាមរយៈការហ្វឹកហាត់ផ្លូវចិត្តតាមរយៈសមាធិបដិវេទគឺផលដែលយើងទទួលបានអញ្ចឹងនៅពេលដែលបងគិតអញ្ចឹងខ្ញុំគិតអញ្ចឹងនៅពេលដែលបងប្អូនគិតកាន់តែច្រើនទៀតសង្គមយើងនឹងរីកចម្រើនកាន់តែខ្លាំងអភិវឌ្ឍកាន់តែខ្ពស់ហើយអភិវឌ្ឍឧត្តមភាពនៃគុណធម៌ណាបាទបងស្អីគេធ្វើឲ្យបងសប្បាយចិត្តជាងគេសប្បាយចិត្តជាងគេរាល់ថ្ងៃនេះបានជួយគេសេចក្តីសុខខ្ញុំកូនគេដឹងគេថាម៉ាមីសួរកូនម៉ាមីសួរមួយថាម៉ាមីខ្ញុំធ្លាប់លើម៉ាមីនិយាយក្តីសុខរបស់មីគឺបានជួយអ្នកដទៃអញ្ចឹងគឺច្បាស់ហ្មងពាក្យក្នុងចិនហ្នឹងក្តីសុខរបស់ខ្ញុំគឺបានជួយអ្នកដទៃឲ្យខ្ញុំបានជួយគេឲ្យតែបានជួយគេតិចក៏ដោយច្រើនខ្ញុំជួយគេចាខ្ញុំហៅគេមួយគេសាច់មកវិញអាហ្នឹងជួយគេជួយគេមានស្នាមញញឹមអាហ្នឹងក្តីសុខខ្ញុំហ្មងអាហ្នឹងបនធំហ៎បងចាបងនិយាយរឿងស្នាមញញឹមមានធម៌ពលមិនហ៎ចាមិនសួរថាសេចក្តីសុខនៅបានទៅដើរលេងអត់ទេឥឡូវសេចក្តីសុខអីគេសេចក្តីសុខគឺបានជួយអ្នកដទៃរហូតដល់ពេលខ្ញុំមានក្តីសម័យមួយថាពេលខ្ញុំចាស់ទៅខ្ញុំរកកន្លែងសេចក្តីសុខឃើញដែរពីមុនខ្ញុំគិតថាចាស់ទៅខ្ញុំដើរលេងគ្រប់ប្រទេសពេលខ្ញុំមកត្រែកពីអ្នកប្តីខ្ញុំទៅណាចាខ្ញុំថាខ្ញុំដើរលេងគ្រប់ប្រទេសពីអ្នកយាយតាអីណាឃើញយាយតាកាន់ដៃគ្នារ៉ូម៉ាន់ទិកអីពីមុនអូបងជាមួយចាស់ទៅអូននាំមកឯដើរលេងធ្វើអញ្ចឹងឥឡូវដោឲ្យអត់អត់មានគិតសម័យខ្ញុំថាអូខ្ញុំរកកន្លែងឃើញអញ្ចឹងបងគិតថានឹងដោយសារសមាធិដែរមែនដោយសារសមាធិដោយសារខ្ញុំយល់ធម៌ដោយសារក្តីសម័យរបស់ខ្ញុំថាដើម្បីជាប្រយោជន៍សម្រាប់អ្នកដទៃនឹងឯងធ្វើខ្លួនឲ្យជាប្រយោជន៍សម្រាប់អ្នកដទៃអញ្ចឹងចាស់ទៅចូលមណ្ឌលវិបស្សនាទៅបម្រើធម៌នៅជាក្រានទៅហើយទៅជួយធ្វើជាមួយការគ្រូទៅធ្វើអីធ្វើទៅដើរលេងឯងឈប់ទៅឥឡូវដើរលេងអស់ចិត្តហើយអញ្ចឹងបងប្អូនដែលកំពុងតែស្ដាប់ហ្នឹងអាចប្រែប្រួលដែរចាំតាមចង់ប្រែប្រួលដូចបងឌីទៅបាត់ធម៌ដើរលេងមួយកូនតាមស្នើសុំមិនតែឲ្យមិនចាំបាច់បញ្យល់កូនវិញកូនទុកឲ្យម៉ាមីយកពេលទៅបម្រើធម៌ខ្លះបាទព្រោះហ្នឹងហើយគឺជាទីពឹងដ៏ពិតប្រាកដមែនទីពឹងដ៏ពិតប្រាកដសម្រាប់លោកនេះនិងលោកខាងមុខដែលយើងអត់បានដឹងណាព្រោះរឿងផ្សេងក៏អាចជាទីពឹងបានដែរទីពឹងប្រពុតប្រកបគឺតាមរយៈការរក្សាសិលនិងការបដិបត្តិធម៌នេះឯងចា៎បាទបងបើយើងក៏លេចមើលទៅតួអង្គរបស់ព្រះសម្មាសម្ពុទ្ធណាព្រះអង្គភាសាដែលយើងឮជាញឹកញាប់គេហៅពុទ្ធកិច្ច
ពុទ្ធកិច្ចទាំង5របស់ព្រះអង្គគឺការគ្រប់គ្រងពេលវេលាប្រចាំថ្ងៃរបស់ព្រះអង្គនិយាយទៅ time management ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ថ្នាក់ដឹកនាំសម្រាប់ម្ចាស់អាជីវកម្មផ្សេងៗណាអញ្ចឹងបងយល់ច្បាស់ហើយកន្លែងហ្នឹងមាន5តែត្រឡប់វិញចង់សួរបងថាតើរវល់ច្រើនការងារច្រើនជាមួយគ្រួសារផងជាមួយការងារសង្គមផងជាមួយក្រុមហ៊ុនផងបុគ្គលិកច្រើនចាំបងគ្រប់គ្រងពេលវេលាមិនទៅហងៃមានន័យថារបៀបនៃការគ្រប់គ្រងពេលវេលារបស់បងណាដើម្បីឲ្យបងរៀងមានសេរីភាពកុំឲ្យរវល់ច្រើនពេកណាតែបងធ្វើហងៃណាពុទ្ធវិធីរបស់ពុទ្ធមាន5ហ្មងណាពេលព្រឹកត្រង់និមន្តបិណ្ឌបាតអញ្ចឹងយើងគ្រាន់រាប់ត្រឡប់បន្តិចពេលព្រឹកត្រង់និមន្តបិណ្ឌបាតពេលរសៀលព្រះអង្គសម្ដែងទេសនាដល់បរិស័ទដែលមកពីបណ្ដាផ្សេងហើយកន្លែងវត្តចិត្តពុនដែលយើងទៅបងយើងទៅកន្លែងដែលយើងអង្គុយសមាធិកន្លែងហ្នឹងហើយពេលព្រលប់ព្រះអង្គទ្រង់សម្ដែងធម៌ទេសនាដល់ភិក្ខុសង្ឃដែលគង់នៅហ្នឹងហើយពេលត្រៀតទៀបភ្លើងណាដោះប្រស្នាដល់ពពួកទេវតាអាហ្នឹងកណ្ដាលត្រៀតយប់ត្រៀតដល់ពេលចន្លោះទៀបភ្លឺនេះគឺព្រះអង្គគង់សមាធិប្រមើលមើលឧបនិស្ស័យតើព្រឹកនេះត្រង់គួរនិមន្តទៅប្រោសសត្វនៅកន្លែងណាគួរទៅបិណ្ឌបាតកន្លែងណាអញ្ចឹងអាហ្នឹងគឺជាពេលវេលាដែលព្រះអង្គបែងចែករយៈពេល45ឆ្នាំគឺព្រះអង្គធ្វើបែបហ្នឹងជារៀងរាល់ថ្ងៃមកអត់ដែលខកខានទេអញ្ចឹងយើងត្រឡប់មកវិញក្នុងនាមជាម្ចាស់អាជីវកម្មដ៏រវល់អញ្ចឹងបងរៀបចំពេលវេលារបស់បងមិនចាអរគុណលោកគ្រូហើយចំនួននេះខ្ញុំមានមិត្តភ័ក្តិក៏មានបងប្អូនមួយចំនួនគាត់តែងតែចង់ដឹងដែរថាឃើញរវល់ម្លឹងចឹងថ្ងៃហ្នឹងធ្វើអីខ្លះព្រោះចឹងសុបីស្វាមីខ្ញុំគាត់ចង់ដឹងខ្ញុំដែរថាថ្ងៃណារវល់ហ្នឹងទៅខ្លះណៃបានអង្គុយមើលការបែងចែកពេលវេលាអីអត់ចឹងណាគាត់ផ្ដល់យោបល់ទៅខ្ញុំថាដាច់ឆ្នាំមួយថ្ងៃយកម៉ោងមកអង្គុយធ្វើ schedule ខ្លួនឯងសិនរាល់ថ្ងៃចង់ធ្វើអីធ្វើផ្លិចគ្មាន schedule ទេចង់ទៅណាទៅអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមយកបិទគូសវាថាតើខ្ញុំចែកបែងចែកពេលវេលាខ្លួនឯងបែបម៉េចចាអញ្ចឹងខ្ញុំគូសវងមួយហើយខ្ញុំបែងចែកឲ្យថាតើខ្ញុំត្រូវចំណាយពេលសម្រាប់ខ្លួនឯងប្រមាណ%ចំណាយពេលសម្រាប់ក្រុមគ្រួសារប្រមាណ%ចំណាយពេលឲ្យក្រុមហ៊ុនប្រមាណ%ចំណាយពេលឲ្យសង្គមប្រមាណ%គ្រួសារខ្ញុំក៏ចង់ដឹងដែរព្រោះកុំឲ្យគាត់ថារាល់ថ្ងៃដូចមើលខ្ញុំឃើញចេញក្រៅច្រើនយើងតើការងារសង្គមច្រើនឬក៏ការងារក្រុមហ៊ុនច្រើនខ្ញុំអាងតែប៉ិតរាល់ថ្ងៃខ្ញុំចេញក្រៅខ្ញុំថាអាងតែប្តីខ្ញុំនៅក្រុមហ៊ុនណាខ្ញុំចេញក្រៅខ្ញុំធ្វើការងារសង្គមបានច្រើនតាមចិត្តហ្នឹងតែមិនអញ្ចឹងទេចាតែកាលណាថ្នាក់ដឹកនាំយើងក្តោបព័ត៌មាននៅក្នុងក្រុមហ៊ុនបានទៀតក្រុមហ៊ុនយើងក៏អាចរីកចម្រើនបានដែរត្រឹមត្រូវបងបាទចាអញ្ចឹងក្រោយពីខ្ញុំបានអង្គុយធ្វើខ្ញុំដឹងថាខ្ញុំត្រូវបែងចែកប៉ុណ្ណាចាអញ្ចឹងខ្ញុំធ្វើ schedule ខ្ញុំត្រូវឲ្យពេលខ្លួនឯងមុនមួយថ្ងៃ8ម៉ោងមួយថ្ងៃ24ម៉ោងអញ្ចឹងណាចាមួយថ្ងៃ24ម៉ោងតើយើងធម្មតាបុគ្គលិករបស់យើងធ្វើការក្រុមហ៊ុនមួយថ្ងៃ8ម៉ោងមិនអញ្ចឹងសួរតែខ្ញុំមួយថ្ងៃធ្វើការលើស8ម៉ោងហើយដឹងតែលើសហើយណាចា24ម៉ោងដឹងឲ្យធ្វើការលើស8ម៉ោងហើយតែការងារ8ម៉ោងក្នុងមួយថ្ងៃយើងធ្វើឲ្យអ្នកណាខ្លះប្រហែល%អញ្ចឹងពេលព្រឹកព្រលឹមឡើងភ្ញាក់ពីគេងគឺខ្ញុំត្រូវឲ្យខ្លួនឯង1ម៉ោងគួយសមាធិ1ម៉ោងហ្នឹងគួយសមាធិជាប្រចាំមកអាច start ពី5កន្លះឬក៏5:50នាទីឧទាហរណ៍អញ្ចឹងទៅអញ្ចឹង every day តែម្ដងព្រឹកឡើងគឺខ្ញុំនៅជាមួយខ្លួនឯង1ម៉ោងហ្នឹងទោះបីជាថ្ងៃរវល់ក៏ដោយថ្ងៃរវល់ទៅលើកលែងថ្ងៃទៅចំនួនការគេឯងតែយើងត្រូវតែងើបពីព្រលឹមប៉ុន្តែទៅក៏ដោយក៏ខ្ញុំត្រូវតែកំណត់ថា5-10មីនិតសម្រាប់តែ5-10នាទីសម្រាប់អង្គុយសមាធិពួកកាលណាអត់បានសមាធិគឺថ្ងៃហ្នឹងគឺមានអារម្មណ៍ធ្វើអត់ការទេអត់ពេញលេញចាអត់ពេញលេញទេចាអញ្ចឹងខ្ញុំត្រូវឲ្យ1ម៉ោងខ្លួនឯងហើយខ្ញុំត្រូវទៅធ្វើការចាមាន fix schedule ជាមួយនឹងប្រធានផ្នែកចា1ម៉ោង2ម៉ោងគឺ schedule របស់ខ្ញុំគឺពេញរាល់ថ្ងៃចាមានការប្រជុំអញ្ចឹងការងារ8ម៉ោងគឺខ្ញុំលើសពេលខ្លះខ្ញុំលើសទៅដល់ពេលល្ងាចប៉ុន្តែពេលល្ងាចគឺខ្ញុំត្រូវទៅចំណាយពេលបើមានពេលល្ងាចប៉ុន្តែมันបានរាល់ថ្ងៃទេគឺខ្ញុំឲ្យទម្លាប់ក្រុមហ៊ុនជាទូទៅគឺមានការអង្គុយសមាធិរួមគ្នាអ្នកដែលបដិបត្តិសមាធិហើយនៅវេលាម៉ោង 4:50 ដល់ម៉ោង 5:50 ល្ងាចអញ្ចឹងទាំងអស់គ្នានៅក្រុមហ៊ុនគឺត្រូវតែមានជាងរៀងរាល់ថ្ងៃតែម្ដងអ្នកដែលបដិបត្តិសមាធិហើយហើយនេះមួយខែម្ដងជាមួយលោកគ្រូរៀនធម៌ផ្សេងណាចារាល់ថ្ងៃគឺឲ្យបុគ្គលិកគាត់សមាធិហើយខ្ញុំមកពេលខ្ញុំនឹងឡើងទៅសមាធិជាមួយពួកគាត់បាទហើយក៏មានពេលចែកពេលហាត់ប្រាណ
ក៏យើងធ្វើមានដែរប៉ុន្តែផឹកនេះរវល់ដាច់ហាត់ប្រាណហើយប៉ុន្តែក្នុងសិយល់មានអត់មិនអត់ទេក្នុងគិតយល់មានគឺហាត់ប្រាណគឺហាត់យូហ្គាអញ្ចឹងទៅក្នុងល្ងាច1ម៉ោងហើយញ៉ាំបាយជាមួយជុំគ្រួសារញ៉ាំបាយហើយត្រូវមានពេលជួបជាមួយនឹងកូនទៅកូនមានពេលសូត្រធម៌មួយកូនរៀបគេងថ្វាយបង្គំប្រតនត្រ័យរៀងរាល់ថ្ងៃខ្ញុំតែងតែធ្វើឥឡូវនេះកូនមកពីអូស្ត្រាលីអស់ជប់ឡើងគឺ4នាក់ម៉ែកូនរយប់មកពីអូស្ត្រាលីមកចារយប់ឥឡូវហ្នឹងយប់មិញហ្នឹងអង្គុយសូត្រឲ្យមើលក្រុមអញទៅក្រុមឲ្យកូនប្រុសគេសូត្រថាអូយកូនកណៃអាចធ្វើអាចារ្យបានកូនម៉ាមីកុំចាច់នេះអញ្ចឹងមកធ្វើអាចារ្យទេខ្ញុំដល់ពេលសូត្រតប្រុសពេកនមោទស័កបែងចប់ហើយខ្ញុំថាអូយអូនដិតអាចដឹកនាំធ្វើអាចារ្យបានបើគេស្រែកចាច់ថាកុំចាច់អូនអញ្ចឹងគាត់ធ្វើអាចារ្យពេលដែលគាត់អង្គុយគាត់សូត្រគាត់ស្ងប់ទៀតគាត់ស្ងប់ចានឹងល្អអញ្ចឹង4នាក់ក្នុងកតុបអញ្ចឹងទៅហើយប៉ាប៉ាសមាធិនៅក្នុងកតុបហ្នឹងហើយខ្ញុំជាមួយកូនអញ្ចឹងសម្រាប់គ្រួសារហ្នឹងក្នុងមួយថ្ងៃហើយគឺខ្ញុំឆាប់គេងខ្ញុំមិនដែរចូលគេងជប់ជ្រៅទេព្រោះខ្ញុំកំណត់ថាត្រឹមម៉ោង10កន្លះគឺខ្ញុំត្រូវតែចូលគេងហើយចាព្រោះតែកាលណាគេងយប់ជ្រៅពេកធ្វើឲ្យយើងក៏មានសុខភាពល្អដែរតាមហ្នឹងណាចាបន្ទាប់ពីបងបានបែងចែកពេលវេលាហើយអញ្ចឹងជួយច្រើនទេបងជួយច្រើនពុំមានគោលដៅច្បាស់លាស់ជាងមុនចាហើយមានពេលវេលាសម្រាប់គ្រួសារដល់ក្នុងអាទិត្យនោះវាមានពេលសម្រាប់សម្រាប់ម៉ាក់សម្រាប់បងប្អូនជុំគ្នានោះផ្សេងទៀតគឺយើងបែងចែកជាប្រចាំថ្ងៃហើយជាប្រចាំអាទិត្យហើយជាប្រចាំខែទៀតហើយជាប្រចាំឆ្នាំរបស់យើងទៀតអញ្ចឹងមួយឆ្នាំតែមិនអញ្ចឹងជាប្រចាំឆ្នាំខ្ញុំគឺខ្ញុំចំណាយពេល10ថ្ងៃទៅអង្គុយសមាធិមួយឆ្នាំដល់10ឆ្នាំតែម្ដងគឺហ្នឹងសម្រាប់ឲ្យខ្លួនឯងហើយចាហ្នឹងគឺអូតូម៉ាទិកអញ្ចឹងហ្មងគឺតែដល់ទៅលើឆ្នាំថ្មីត្រូវសេតទៀតហើយខែ6គឺត្រូវទៅប៉ុន្តែមួយឆ្នាំឥឡូវខ្ញុំតម្លើង2ដងហើយខ្ញុំកុំមីតម្លើង2ដង10ថ្ងៃអង្គុយខ្លួនឯង10ថ្ងៃទៅបំរើបាទវ៉ាវខ្ញុំប្រាប់ស្វាមីខ្ញុំថាបងអូនបន្ថែមណាហ្នឹងសុំច្បាប់ថែមមកអញ្ចឹងអាហ្នឹងគឺត្រូវតែក្រៅផ្លូវការអាហ្នឹងអត់មានចរចាទេបងអត់ចរចាសុំបន្ថែមគឺបន្ថែមហ្មងចាអត់ចរចាព្រោះចំណងចំណូលចិត្តឲ្យក្តីសុបិនចាអញ្ចឹងគាត់ដែលទេហ្នឹងនៅពេលដែលបងទៅបំពេញខ្លួនឯងបានកាន់តែច្រើនទៅមានឱកាសជួយមនុស្សបានកាន់តែច្រើនដូចបងបានលើកឡើងថាក្តីសុបិនក្នុងការជួយណាចាបាទល្អមែនតើព្រោះធម្មតាពេលវេលានៅពេលដែលយើងបានបែងចែកត្រឹមត្រូវទៅវាងាយស្រួលភាសាអង់គ្លេសថា time management is life management នៅពេលដែលយើងរៀបចំពេលវេលាបានត្រឹមត្រូវដូចរៀបចំជីវិតរបស់យើងចឹងអត់ដូចញ៉ៃញ៉ៃទេបាទអត់ញ៉ៃញ៉ៃអញ្ចឹងបានតួអង្គរបស់ព្រះសម្មាសម្ពុទ្ធលោកបដិបត្តិបែបនេះរយៈពេល45ឆ្នាំទៅពេលអានប្រវត្តិមែនតើទៅបងអត់មានថ្ងៃណាមួយដែលលោកប្រាប់ភិក្ខុថាថ្ងៃនេះតថាគតអត់ស្រួលខ្លួនទេចឹងអត់បានបរិញ្ញាធម៌ទេថ្ងៃនេះតថាគតអត់ស្រួលខ្លួនទេអត់បានទៅបិណ្ឌបាតទេគឺអត់មានហ្មងមែនតាដូចលោកគ្រូជំនាញថាអញ្ចឹងថ្ងៃសុភានេះតាមពិតខ្ញុំក៏រវល់ដែរព្រោះអីរវល់គ្រប់គ្នាចុងឆ្នាំប៉ុន្តែដល់ពេលឮថាមកចែកលេខធម្មពលផ្លូវចិត្តធ្វើមានអារម្មណ៍ថាអូអាហ្នឹងកម្មវិធីជួយជាប្រយោជន៍អ្នកដតីតែរឿងអីទៅប៉ុណ្ណឹងក្នុងត្រេមរបស់ខ្ញុំហើយក្នុងគ្រូខ្ញុំអញ្ចឹងខ្ញុំត្រូវទៅរវល់មិនទៅទៅមកដែរចាជែកមួយក្រុមការងារតែបងជែកមួយក្រុមការងារជែកមួយតាថាថ្ងៃនេះថ្ងៃគេសម្រាហើយយើងហើយបងស្រីរវល់អញ្ជើញបងស្រីមកហើយមិនទៅអត់អីបើគាត់អូខេអីអូខេបាទខ្ញុំភ្លេចទៀតឥឡូវនេះក្នុងរយៈពេលប្រហែលខែនេះឯណាខ្ញុំថែមួយគឺខ្ញុំរៀនធម៌អភិធម្មរៀនប្រាអភិធម្មចារៀនអភិធម្មរាល់ព្រឹកគឺស្ដាប់ចំណាយពេលមកព្រឹកគឺស្ដាប់រៀងរាល់ថ្ងៃអញ្ចឹងណាបើសំឡេងចោលទៅ40នាទីពេលខ្ញុំតុបតែងខ្លួនក៏ដោយខ្ញុំបើស្ដាប់អញ្ចឹងខ្ញុំតុបតែងខ្លួនខ្ញុំពីមុនតុបតែងខ្លួនស្ដាប់ចម្រៀងអូពីមុនតុបតែងខ្លួនស្ដាប់ចម្រៀងថ្ងៃណាក៏ចម្រៀងចូល YouTube បាច់គឺមានអស់ហើយសិនស្អីគេណាស្អី belong to me I belong to me I belong to you អូយគេម្ចាស់ថ្លៃហើយឡើយអត់សោះបើ YouTube គឺមានធម៌ឥឡូវហ្នឹងចូល save ទុកនៅក្នុង save ខ្ញុំគឺសិទ្ធិអភិធម្មចាគេហៅថាអីឈប់ស្ដាប់ចម្រៀងយូរណាស់បង2ឆ្នាំជប់ជាងហើយជប់ព្រមហើយជប់ស្ដាប់ចម្រៀងឥឡូវហ្នឹងព្រឹកឡើងគឺផ្ដល់ឱកាសខ្លួនឯង40នាទីស្ដាប់ធម៌អភិធម្មរៀនឲ្យយល់អភិធម្មព្រោះយើងមានបដិបត្តិហើយតែយើងផ្លោះយើងអត់បានបរិយាអីចឹងយើងថយក្រោយតិចតែខ្ញុំគិតថាអត់អីទេបាទសឹមចាអត់អីទេបងល្អមែនតើពេលយើងបានបដិបត្តិហើយយើងមកសិក្សាបរិយាទៀតហើយលាយប្រាអភិធម្មទៀតគឺល្អខ្លាំងមែនតើបងល្អហើយឡើយកុំទាញប្តីចូលហើយដូចស្អីស្ដាប់រាល់ថ្ងៃដល់ពេលគាត់ដល់ពេលនៅស្លៀកពាក់អីចឹងគាត់មិនស្ដាប់ឮដែរគាត់ស្ដាប់ថាអ្នកគ្រូបញ្យលល្អណាស់ហើយឡើយចាប់ផ្ដើមអូនឯងแชร์ឲ្យបងស្ដាប់ផងសប្បាយចិត្តដែរដល់ពេលចឹងបានគាត់ស្ដាប់ចា
បាទអញ្ចឹងជាថ្ងៃនេះពិតជាសប្បាយចិត្តខ្លាំងមែនទែនជជែកជាមួយបងស្រីពាក់ព័ន្ធរឿងការបណ្ដោះធម្មពលចិត្តហើយរឿងសមាធិផងហើយក៏ចង់បញ្ជាក់ផងដែរថាសម្រាប់បងប្អូនដែលជាម្ចាស់ជីវកម្មក៏មានការព្រួយបារម្ភថាខ្ញុំអ្នករស់ស៊ីដែលពេលទៅបដិបត្តិធម៌តិចលះបង់ជប់រស់ស៊ីរឿងដែលយើងអាចផ្លាស់ប្ដូរការគិតថានៅពេលដែលយើងទៅបដិបត្តិធម៌យល់អំពីការបដិបត្តិខ្លះធ្វើឲ្យយើងមានធម៌ពលកាន់តែខ្លាំងហើយអាចធ្វើអាជីវកម្មរបស់យើងកាន់តែប្រសើរថែមទៀតនៅក្នុងសម័យព្រះពុទ្ធបរមគ្រូ2500ឆ្នាំកន្លងទៅហើយយើងអាចមើលឃើញថាមានមហាសទ្ធិជាច្រើនជាអ្នកបដិបត្តិធម៌ជាអ្នកដើរតាមអាវាតរបស់ព្រះពុទ្ធហើយយើងក៏ស្គាល់ឃើញនាងមហាឧបាសិកាវិសាខាក្តីអនាថបណ្ឌិកសិទ្ធិក្តីហើយមានសិទ្ធិជាច្រើនទៀតដែរបដិបត្តិធម៌ហើយរស់ស៊ីកាន់តែប្រសើរឡើងបាទអញ្ចឹងបងសំណួរពីរទៀតចង់សួរបងថាយើងកលេចមើលទៅក្រោយបន្តិចតាំងពីចាប់ផ្ដើមក្រុមហ៊ុន CBVA មានគ្នាត្រឹមតែ8នាក់ជាមួយគ្រួសារជាមួយបងប្អូននិងកូនជាង8នាក់ហើយដំណើរមួយនេះវែងឆ្ងាយខ្ញុំជឿថាអត់ស្រួលទេលំបាកដោយបងរៀបរាប់អញ្ចឹងវាមានស្រួលខ្លះលំបាកខ្លះព្រោះយើងជាមនុស្សយើងមិនមែនជាទេវតាជប់បានបងណាអញ្ចឹងយើងជាមនុស្សហើយមកដល់ថ្ងៃនេះបងធ្វើកិច្ចការសង្គមដ៏ច្រើនមានន័យថាមានលទ្ធភាពក្នុងការជួយសង្គមច្រើនមានលទ្ធភាពធ្វើកិច្ចការដែលយើងចង់ធ្វើជួយអ្នកដទៃបានព្រោះយើងបានជួយខ្លួនឯងជួយអង្គភាពខ្លួនឯងដល់កម្រិតនេះហើយក្រុមហ៊ុនក៏ទទួលបានពានរង្វាន់ប្រចាំអាស៊ីគ្នាផងហើយជាកម្រិតស្តង់ដារលេខ1ប្រចាំនៅកម្ពុជាផងជារឿងដែលលំបាកខ្លាំងណាស់តម្រាំតែម្ដងថ្ងៃនេះហើយបុគ្គលិកច្រើនរយនាក់កៅអីដែលបងអង្គុយនេះជាអគ្គនាយិកាបាទអញ្ចឹងបើសួរបងថាបងគ្រាន់តែបិទភ្នែកបន្តិចហើយគិតដល់ម៉ោងនេះនាទីនេះបងមានអីដែលបងដឹងគុណបំផុតចំពោះទីកន្លែងដែលបងកំពុងតែអង្គុយហ្នឹងហើយបងធ្លាប់គិតថាបងមកដល់កន្លែងហ្នឹងឯងជីវិតខ្ញុំរស់នៅរាល់ថ្ងៃបានរុងរឿងកុំថ្កើងមកដល់កន្លែងនេះបានមកដល់បទសម្ភាសន៍ជាមួយលោកគ្រូក្នុងថ្ងៃនេះថាអំពូលចិត្តក្នុងថ្ងៃនេះអ្វីដែលខ្ញុំចង់ដឹងគុណបំផុតគឺដឹងគុណទៅដល់ប្រទេសជាតិកម្ពុជាដែលប្រទេសជាតិកម្ពុជាយើងជាប្រទេសជាតិសាសនាពុទ្ធដែលបានបន្សល់ទុកពីដំណើរដូនតាមកទោះបីជាឆ្លងកាត់នៅក្នុងសម័យកាលណាក៏ដោយឆ្លងកាត់ជាច្រើនប៉ុន្តែប្រទេសជាតិយើងនៅតែអាចរក្សាបាននៅសាសនារបស់ព្រះពុទ្ធសម្មាសម្ពុទ្ធគឺព្រះធម៌ចានៅលើទឹកដីកម្ពុជានេះគឺពិតជាអស្ចារ្យខ្ញុំនៅតែដឹងគុណដល់ប្រទេសយើងទឹកដីយើងដែលបានបន្សល់ទុកដូនតាយើងឲ្យព្រះធម៌នៅលើទឹកដីរបស់ដ៏អស្ចារ្យរបស់យើងព្រោះព្រះធម៌គឺជួយឲ្យមនុស្សដឹងបាបដឹងបុណ្យចាហើយអ្វីដែលខ្ញុំមកដល់ទីនេះគឺសិតតែព្រះធម៌ទាំងអស់យើងគុណធម៌ដែលកើតឡើងមានសម្រាប់ឲ្យដឹកនាំខ្លួនឯងដឹកនាំគ្រួសារដឹកនាំក្រុមហ៊ុនក៏ដោយសារគុណធម៌គឺឆ្លងកាត់ព្រះធម៌ទាំងអស់អញ្ចឹងខ្ញុំតែងតែខ្ញុំនៅតែស្រឡាញ់ឲ្យម៉ាក់ខ្ញុំប៉ាខ្ញុំគឺតែងតែតាំងពីខ្ញុំទួយគឺគាត់តែងតែគាត់ថាហ្មងគាត់ថាអូយគាត់ទៅនៅស្រុកក្រៅគាត់ចេះនៅទេគាត់នៅទេគាត់មិនទៅនៅទេស្រុកខ្មែរស្រួលនៅណាស់អំណោយផលធម្មជាតិអាណាទឹកចំនួនខ្យល់ព្យុះស្អីមានស្អីទំជួយដីស្រុកខ្មែរគឺ very safe តែម្ដងគឺឲ្យគាត់ទៅណាគាត់នៅទេអាហារគាត់ញ៉ាំឆ្ងាញ់ម្ហូបខ្មែរគាត់ឆ្ងាញ់ឆ្លាក់អត្តសញ្ញាណគាត់ចាទោះបីជាឆ្លងកាត់របបចំនួនពលពតអីណាមួយក៏ដោយគាត់ថាមកឲ្យគាត់ចាក់ចេញស្រុកខ្មែរគាត់អត់ទៅដៃខាងនឹងខ្ញុំលើកម៉ាក់ខ្ញុំនិយាយតាំងពីគាត់នៅចំនួនដែលគាត់ប្រាប់ខ្ញុំថាផ្ទះមានត្រង់សេក៏ដោយគាត់នៅតែគាត់អត់ចេញពីណាទេ
ចឹងធ្វើឲ្យអ្វីដែលខ្ញុំបានឮនេះគឺខ្ញុំនៅតែដឹងគុណដល់ប្រទេសរបស់យើងដែរចាដែលបានជាប្រទេសតូចមែនក៏ប៉ុន្តែយើងនឹងរក្សាសាសនាពុទ្ធទុកដែលឲ្យមានប្រធននៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាទាំងអស់ហើយរាជរដ្ឋាភិបាលបានធ្វើឲ្យឱកាសអ្នកវិនិយោគផ្សេងធ្វើឲ្យ business របស់យើងរីកចម្រើនអភិវឌ្ឍអញ្ចឹងម៉ាក់ខ្ញុំក៏តែងនិយាយដែរគាត់ថាបើយើងមិនអភិវឌ្ឍទេស្មានតែយើងមានលុយទៅដើរលេងស្មានតែយើងមានលុយទៅធ្វើអីផ្សេងទៀតចាអញ្ចឹងចំណុចកន្លែងនេះគឺខ្ញុំនៅតែឈរលើគោលចំហហ្នឹងក្រៅពីអ្វីដែលដឹងគុណណាមិនមែនថាជានរណាដឹងគុណទេនរណាជាអ្នកដឹងគុណឪពុកដៃប្រកំណត់នេះគួរតែដឹងគុណហើយប៉ុន្តែអ្វីដែលធំបំផុតដែលជាសំណាងរបស់យើងទាំងអស់ដល់ខ្ញុំនៅក្នុងថ្ងៃនេះបានគឺទឹកដីដ៏អស្ចារ្យរបស់យើងទឹកដីនៃព្រះធម៌ដ៏អស្ចារ្យដែលតាំងពី2500ឆ្នាំប្រទេសខ្លះគឺបាត់បង់សាសនាពុទ្ធអស់ហើយហេតុអីប្រទេសកម្ពុជានឹងមានហើយយើងរឿងដែលបនសម្ដែងទៀតយើងនៅក្នុងដំណាក់កាលនេះយើងឃើញថាថ្នាក់ដឹកនាំប្រកបដោយធម៌ដូចបងស្រីឧស្សាហ៍ទៅបដិបត្តិអីចឹងមានន័យថានៅពេលដែលថ្នាក់ដឹកនាំប្រកបដោយធម៌ប្រកបណាប្រជាជាតិក៏ប្រកបដោយធម៌ហើយប្រទេសជាតិក៏នឹងប្រសើររុងរឿងដោយបងលើកឡើងរឿងដឹងគុណដល់ទឹកដីនេះសម្រាប់ខ្ញុំដូចជាម្សិលមួយថ្ងៃនេះខ្ញុំក៏បានផុសនៅលើ status មួយអ្វីដែលយើងដឹងគុណបំផុតនោះវាមានច្រើនណាប៉ុន្តែលើសពីនឹងរឿងពីរដែលយើងមានឈ្មោះជាកូនចៅរបស់អ្នកសាងអង្គរវត្តហើយមានឈ្មោះជាបុត្ររបស់តថាគតមានន័យថាបុត្ររបស់ព្រះសម្មាសម្ពុទ្ធដែលយើងជាអ្នកកាន់គោរពស្រឡាញ់ព្រះពុទ្ធសាសនាជាឱសថដ៏អស្ចារ្យសម្រាប់ព្យាបាលដួងចិត្តប្រជាជនមិនមែនតែស្រុកខ្មែរទេគឺពេញទូទាំងពិភពលោកតែម្ដងបាទហើយក៏ចង់ឲ្យអាសាទាំងអស់នេះកើតមាននៅក្នុងបេះដូងកូនខ្មែរធ្វើមកយើងរៀនរស់ឲ្យបានប្រសើរធ្វើមកយើងរៀនរស់ធ្វើជាមនុស្សដែលមានប្រយោជន៍សម្រាប់ខ្លួនឯងប្រយោជន៍សម្រាប់គ្រួសារនិងសង្គមជាតិរបស់យើងដែលយើងអាចសងគុណទៅដល់ទឹកដីសងគុណដល់ផែនដីដ៏អស្ចារ្យមួយនេះទៅដល់ដូនតារបស់យើងបាទជាចុងក្រោយបងមានពាក្យពេចន៍ឬក៏ជាការផ្ដាំផ្ញើឬក៏និយាយមកថាបងមានពាក្យពេចន៍អីមានពីរណាពាក្យពេចន៍សម្រាប់បងប្អូនម្ចាស់ជីវកម្មផងហើយពាក្យពេចន៍សម្រាប់បងប្អូនយុវជនយើងផងបាទព្រោះខ្ញុំដឹងថាបងក្នុងពុបប្រហេតុជួយសង្គមជាតិបងលះបង់បងធ្វើកិច្ចការនេះច្រើនណាស់ហើយខ្ញុំក៏រួមចំណែកជាមួយបងខ្លះម្ដងម្កាលបានទៅរួមចំណែកជាមួយគ្នាពិតជាមានការអរគុណនិងដឹងគុណខ្លាំងមែនទែនដែលយើងបានរួមចំណែកធ្វើកិច្ចការផ្នែកណាមួយដែលយើងធ្វើសម្រាប់សង្គមជាតិយើងណាអញ្ចឹងសម្រាប់បងមានពាក្យអីចង់ផ្ដាំផ្ញើទៅក្មួយបងប្អូនចំនួនក្រោយឬក៏បងប្អូនម្ចាស់ជីវកម្មឲ្យគាត់យល់ដឹងបន្ថែមអំពីការបដិបត្តិឬសមាធិមិនដើម្បីជួយដល់ពួកគាត់ឲ្យមានកម្លាំងមានធម៌ពលក្នុងការដឹកនាំអង្គភាពរបស់គាត់កាន់តែប្រសើរទៀតណាចា៎នឹងខ្ញុំក៏សូមគោរពនឹងដឹងគុណជាថ្មីម្ដងទៀតទៅដល់ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជារដ្ឋាភិបាលហើយតែងតែធ្វើឲ្យមានភាពកក់ក្ដៅសម្រាប់ប្រជាពលរដ្ឋរបស់យើងហើយក៏ដឹងគុណទាំងអស់គុណទៅដល់ថ្នាក់ដឹកនាំប្រទេសរបស់យើងគឺមានបងស្រីពេជ្រច័ន្ទ ហ៊ុនម៉ាណែតដែលប្រកបដោយមេត្តាករុណាហើយក៏គាត់ផ្ដល់អរគុណដែលបងស្រីបានតែងតែឲ្យនាងខ្ញុំទុកចិត្តជាឱកាសចំណាយទូចមួយចូលរួមនៅក្នុងកិច្ចការសង្គមមួយបងស្រីទូចមែនតើចំណាយទូចណាបើគិតពេចស្មើនឹងមួយជុលមួយចាតែក៏ជាឱកាសដែលជាឧបនិស្ស័យដែលខ្ញុំបានបំពេញធ្វើឲ្យហើយនឹងកាន់តែមានការចូលចិត្តចំណងចិត្តមានកាន់តែមានក្តីសម័យកាន់តែធំឡើងទៅលើការងារសង្គមមួយនេះចាហើយសារដែលខ្ញុំតែងតែលើកមួយថ្ងៃនេះនឹងចង់ចែកម្លែកទៅដល់យុវជនយុវតីចំនួនក្រោយទាំងអស់នឹងបងប្អូនចាឲ្យចូលរួមហើយនឹងដើម្បីឲ្យប្រទេសជាតិរបស់យើងរីកចម្រើនដើម្បីយើងធ្វើមិនឲ្យខ្មែរសាមគ្គីរួបរวมជាធ្លុងមួយហើយសម្រាប់មិនថាតែនៅសម្រាប់ដល់ប្រទេសជាតិទេបើយើងក៏លេចមើលទៅក្នុងតែក្រុមគ្រួសារក្នុងតែក្រុមហ៊ុនឬក៏ក្នុងភូមិរបស់យើងទូចមួយដែលយើងរស់នៅស្រុកទេសណាមួយក៏ដោយទេហៅថានៅស្រុកតូចនៅឃុំតូចភូមិតូចណាមួយក៏ដោយដែរអ្វីដែលជាសារដែលសំខាន់គឺផ្ដោតទីមួយនេះគឺខ្ញុំជាមានសារមួយខ្ញុំតែងស្រឡាញ់ហើយខ្ញុំអានេះគឺខ្ញុំទៅសេដោយខ្លួនឯងហើយក៏ខ្ញុំ
តែងតែយកវាមកប្រើជានៅក្នុង caption របស់ខ្ញុំដោយសារនេះវាជាដោយសារផុសពីដួងចិត្តខ្ញុំហើយខ្ញុំមើលឃើញថាខ្លួនខ្ញុំកំពុងតែបំពេញនៅកុសលទាំងអស់ហ្នឹងហើយចាអញ្ចឹងដែរទី1គឺភាពអស្ចារ្យរបស់អ្នកមិនមែនជាអ្វីដែលអ្នកមាននោះទេគឺជាអ្វីដែលអ្នកផ្ដល់ឲ្យគឺកន្លែងចំណុចនេះមិត្តភក្តិជាច្រើនតែនិយាយថាមកនេះគឺជាអ្នកផ្ដល់ឲ្យចាអញ្ចឹងតើការផ្ដល់ឲ្យនេះជាការដើម្បីបានមុខមាត់ឬក៏ដើម្បីបានគេឈ្មោះឬក៏ដើម្បីអ្វីចាមានមិត្តភក្តិខ្លះគាត់យល់ពីការផ្ដល់ឲ្យចាដែលនេះខ្ញុំកំពុងតែធ្វើចាទី2គឺភាពសប្បុរសពិតប្រាកដគឺធ្វើអ្វីដែលសម្រាប់នរណាម្នាក់ហើយមិនរំពឹងអ្វីត្រឡប់មកវិញចានេះគឺអាចឆ្លុះបញ្ចាំងពីទី1មកហើយពួកខ្ញុំព្រះសម្មាសម្ពុទ្ធក៏សម្ដែងដែរបើយើងធ្វើល្អជាមួយនរណាម្នាក់ហើយយើងរំពឹងចង់ឲ្យអ្នកនឹងតបស្នងមកយើងវិញយើងនឹងខកចិត្តត្រឹមត្រូវចំណុចនេះគឺខ្ញុំពេញចិត្តព្រោះខ្ញុំរាល់ថ្ងៃគុណធម៌ខ្ញុំបតែងបំពេញសុជីវធម៌គុណធម៌របស់ខ្ញុំគឺត្រង់ចំណុចនេះចាជួយអ្នកដទៃដែលអត់រំពឹងអ្វីត្រឡប់មកវិញទេចាហើយក៏អត់មានទៀមទាអ្វីត្រឡប់មកវិញដែរចាគឺកន្លែងនេះគឺជាឆន្ទៈរបស់ខ្ញុំចាហើយជាផ្នត់កំណត់មួយដែលខ្ញុំថាជាឧបនិស្ស័យខ្ញុំតាំងពីតូចជាក្តីសុខរបស់ខ្ញុំកន្លែងចំណុចហ្នឹងហើយចាហើយទី3ភាពវិជ្ជមានចាភាពវិជ្ជមាននៅក្នុងចិត្តរបស់អ្នកគឺជាវត្ថុដ៏មានឥទ្ធិពលចានៅពេលដែលអ្នកគិតប្រកបដោយភាពវិជ្ជមានជីវិតរបស់យើងចាប់ផ្ដើមផ្លាស់ប្ដូរចាអញ្ចឹងសម្រាប់ខ្ញុំតែងតែនិយាយឲ្យថាឲ្យសម័យខ្ញុំសម័យឃើញរឿងពិបាកអីអត់មានទេព្រោះខ្ញុំជាឧបនិស្ស័យរបស់ខ្ញុំដែលខ្ញុំអត់ដឹងថាម៉េចទេខ្ញុំ take it easy ដូចជាសម្ដេចឧត្តមវង្សាគូសុភាពតែងតែមានត្រដីកាថាគិតវិជ្ជមានទៅគិតអី easy ទៅកុំឲ្យស្អីតិចសែតអីតិចសែតតែខ្ញុំឧបនិស្ស័យខ្ញុំដែរខ្ញុំអត់មានចេះសែតអីទេជាបុណ្យកុសលធំណាស់ណាបងអត់ងាយទេបាទបុណ្យកុសលធំអញ្ចឹងហ្នឹងក៏គិតថាជាសំណាងបុណ្យរបស់ខ្ញុំដែលហើយជាវាអាចជាឧបនិស្ស័យពីកំណើតឬក៏ជាពីអតីតជាតិយើងក៏មិនដឹងហើយណាមួយទៅលើការអត្តពលពីពុកម្ដាយប៉ាម៉ាក់របស់ខ្ញុំដែលគាត់តែងតែយើងមើលកើតមកយើងឃើញគាត់ជាអ្នកធ្វើបុណ្យជាអ្នកចែករំលែកជាអ្នកធ្វើចិត្តធ្វើទានទៅវត្តទៅវាអញ្ចឹងទៅវារបៀបឥទ្ធិពលហ្នឹងគឺសំខាន់ណាស់អញ្ចឹងមិនហេតុអ្វីបានខ្ញុំថាខ្ញុំរាល់ថ្ងៃគឺកសាងហ្នឹងដើម្បីអីដើម្បីឲ្យឥទ្ធិពលសម្រាប់ដល់កូនខ្ញុំទៀតចាបើកូនខ្ញុំមើលមិនបានដូចខ្ញុំទេក៏មនុស្សជុំវិញខ្ញុំក៏គាត់បានឥទ្ធិពលនឹងខ្លះដែរចានេះគឺជាអ្វីដែលខ្ញុំចង់ផ្ដាំអញ្ចឹងបានថាគុណធម៌និងសេចក្តីល្អរបស់យើងធ្វើទៅគឺតែតែជះឥទ្ធិពលទៅមនុស្សជុំវិញខ្លួនអញ្ចឹងចូលជះឥទ្ធិពលនោះតើជាឥទ្ធិពលអ្វីគឺជះឥទ្ធិពលវិជ្ជមានបាទជះឥទ្ធិពលវិជ្ជមានអាហ្នឹងបានមនុស្សនៅជុំវិញខ្លួនយើងមានសេចក្តីសុខបើយើងជះឥទ្ធិពលអវិជ្ជមានទៅគេអត់មានសេចក្តីសុខទេតែទាំងអស់គ្នាហ្នឹងអញ្ចឹងខ្ញុំបានមើលថ្ងៃមុននេះបានអូស Facebook ទៅដោយសារ Facebook ខ្ញុំឥឡូវអូសទៅឃើញតែប្រធមទៅរឿងសែតអត់សូវមានទេចាតែជាFacebook ដឹងដែរថាមិនសូវឲ្យខ្ញុំឃើញរឿងសេតអាហ្នឹងខ្ញុំជាប៉ុនខ្ញុំក៏មិនដឹងឯណាចាខ្ញុំក៏បានសួរលោកគ្រូសិននេះថាលោកគ្រូខ្ញុំពេញចិត្តឃ្លាហ្នឹងមែនតើណាវាត្រូវជាមួយនឹងឧបនិស្ស័យខ្ញុំខ្ញុំនិយាយថាថ្ងៃនេះមកយើងនិយាយថាហេតុអីបងអង្គុយកន្លែងអ៊ូតខ្លួនឯងខ្ញុំមិនអ៊ូតខ្លួនឯងទេតែគ្រាន់តែមានជំនឿចិត្តដោយសារលោកគ្រូថាតើចង់ផ្ដាំផ្ញើសារឲ្យទៅបងប្អូនហើយសួរថាតើសារទាំងអស់ហ្នឹងខ្ញុំនិយាយមកហ្នឹងតើបងមិនមែនទេគឺខ្ញុំអ្វីដែលខ្ញុំបានធ្វើរាល់ថ្ងៃអ្វីដែលខ្ញុំជាម្ចាស់ក្រុមហ៊ុនរាល់ដូចរាល់ថ្ងៃនេះគឺខ្ញុំតែងតែធ្វើរឿងអស់ហ្នឹងហើយចាបានខ្ញុំចង់ចែករំលែកថា3ចំណុចហ្នឹងគឺពិតជាសំខាន់ណាស់សម្រាប់ជីវិតរស់នៅដើម្បីឲ្យយើងបានទទួលនៅជួបមនុស្សល្អចាអភិវឌ្ឍខ្លួនក៏ដូចជាទទួលបានគេហៅថាមិនមែនដល់ថ្នាក់ថាយើងកំប្រាថាជោគជ័យយើងកំប្រាថាជីវិតដូចរាល់ថ្ងៃហ្នឹងចាអញ្ចឹងខ្ញុំមានឃ្លានឹងដែលខ្ញុំចង់គិតខ្ញុំតែងតែកិច្ចផុតដោយសារការគិតវិជ្ជមានរបស់ខ្ញុំហ្នឹងហើយគេហៅថាបើគេចង់ដុតអ្នកចូលខ្លាយទៅជាទឹកបាទចាមិនគេដុតហើយយើងទៅជាភ្លើងទៅជាភ្លើងជាភ្លេងអត់ទេចាអញ្ចឹងយើងខ្លាយជាទឹកទៅធ្វើជាទឹកចាធ្វើជាទឹកយើងត្រូវតែ
រំលត់សម្រាប់រំលត់ភ្លើងនឹងវិញចាអញ្ចឹងត្រូវតែជាក់ហ្នឹងហើយហើយតិចហ្នឹងខ្ញុំជឿថាពីមុនខ្ញុំអត់តិចដែរពីមុនក៏ដៅដូចតែគ្នាហ្នឹងចាតែរយៈពេល6ឆ្នាំហ្នឹងខ្ញុំថាដោយសារព្រះធម៌ឲ្យធ្វើខ្ញុំអាចកាន់គោជំហរនឹងបានចាសម័យតែអង្គុយនិយាយគ្នាអញ្ចឹងក៏តិចបានណាបងនិយាយហើយទី2ថាតើបើគេចង់កប់អ្នកចូលខ្លាយទៅជាក្របពូជកប់ទៅតែខ្លាយជាក្របពូជដោះមកដើមមកទៀតចាបាទចឹងឡើយហ្នឹងក៏ល្អដែរចឹងយើងកុំជឿលើគេអុចអាឬក៏អីចឹងចាយើងត្រូវតែចេះតែភាពវិជ្ជមានហ្នឹងគឺមកពីភាពវិជ្ជមានទាំងអស់ការភាពវិជ្ជមានគឺសំខាន់ណាស់ចាហើយយើងត្រូវតែប្រើធម៌ពលចិត្តព្រោះថ្ងៃនេះភានបទធម៌ពលចិត្តចាធម៌ពលចិត្តរបស់ខ្ញុំគឺការទទួលខុសត្រូវធម៌ពលចិត្តរបស់ខ្ញុំគឺក្តីសុបិនធម៌ពលចិត្តរបស់ខ្ញុំគឺចំណងចំណូលចិត្តចូលចិត្តធ្វើអីធ្វើទៅអាមិនចូលចិត្តក៏ធ្វើដែរអញ្ចឹងត្រូវតែប្រើធម៌ពលក្នុងខ្លួនរបស់យើងហ្នឹងដោយលោកគ្រូថាអញ្ចឹងធម៌ពលចិត្តមានសទ្ធាមានសេចក្តីព្យាយាមការអត់ធ្មត់ហ្នឹងចាត្រូវតែបណ្ដោះវាចេញដែលมันអាចមានអ្នកណាអាចបញ្ឈប់យើងបានចាកុំឲ្យមាននឹងអីទៀតសេះហើយចង់ទៅបួសណាអាហ្នឹងរត់គេចអត់ទេអាហ្នឹងរត់គេចទេចាតែបើយើងទៅបដិបត្តិគឺដើម្បីត្រៀមខ្លួនឲ្យប្រសើរណាតែបើទៅរត់ទៅបួសហ្នឹងរត់គេចហើយចាមែនទេតិចដល់រត់បាទនេះមែនទេពួកខ្លះបួសទៅរត់ថនអីទេតែគេថារត់ពេលដែលពិបាកឲ្យរត់ទៅបួសនឹងរត់កិច្ចទេតែបើបួសដោយសទ្ធាហ្នឹងគឺជាបុណ្យកុសលបុណ្យនៅបនិស័យរបស់យើងដល់ធ្វើម៉េចចាអញ្ចឹងប៉ានេះដែលខ្ញុំចង់ចែករំលែកហើយនឹងលើកទឹកចិត្តទៅដល់បងប្អូនដែលជាម្ចាស់ជីវកម្មទាំងអស់ទោះបីជាមិនបានមានពេល10ថ្ងៃទៅសមាធិបដិបត្តិនៅតាមទីស្ថានឬក៏សហគមន៍ណាមួយដែលបង្រៀនទៅដោយព្រះសង្ឃឬក៏តាមមជ្ឈមណ្ឌលណាមួយទេប៉ុន្តែសូមឲ្យលើកទឹកចិត្តអាចតាម YouTube មើលតាម YouTube លោកគ្រូឈុននេះក៏បានដែរវិបស្សនាចាធម្មពលចិត្តណារៀនបដិបត្តិទីម្ដងយូរទៅគង់តែជ្រាបទេបជ្រាបទេតែបើមានឱកាសទៅ10ថ្ងៃចានៅមជ្ឈមណ្ឌលវិបស្សនារបស់នៅតែកម្ពុជាយើងមានច្រើនកន្លែងចាហើយនៅពុទ្ធមណ្ឌលចាកងចាមតបងសៀមរាបកែបពុទ្ធមណ្ឌលឧដុង្គរបស់លោកហ៊ីមធឿនបាទហើយនៅច្រើនទៀតកន្លែងដែលមានច្រើនលើចិត្តបង្កើតនៅថាលើគិរីរំចិត្តបង្កើតទៀតហើយចាចំណាយពេលបានទៅសាកល្បងទៅស្វែងយល់ទៅរស់ព្រះធម៌កុំយើងចេះហើយយើងត្រូវយល់ចាហ្នឹងហើយបងបាទអញ្ចឹងការដែលជីវិតប្រចាំថ្ងៃមានព្រះធម៌ហើយនឹងមានបដិបត្តិសមាធិគឺជួយជីវិតនៅប្រចាំថ្ងៃបានច្រើនគឺជួយឲ្យបណ្ដោះជាពិសេសគឺក្តីស្រឡាញ់ក្តីអាណិតអាសូរក្តីអំណរហើយនឹងសំខាន់បំផុតគឺឧបេក្ខាចិត្តអត់រំជើបរំជួលអត់មានគេហៅថាទម្លាក់អញបានច្រើនចាកន្លែងចំណុចនេះគឺសំខាន់ហើយខ្ញុំទទួលបានពីការបដិបត្តិសមាធិនឹងច្រើនពួកខ្ញុំបដិបត្តិនេះចូលឆ្នាំនេះឆ្នាំទី6ហើយចឹងខ្ញុំឃើញថាជីវិតរបស់ខ្ញុំរីកចម្រើនហើយមានរឿងដែលល្អកើតក្នុងជីវិតរបស់ខ្ញុំជាញឹកញាប់ខ្ញុំឧស្សាហ៍លើបងប្រើពាក្យថាប្រធមចាត់ចែងជាការពេលខ្លះនៅពេលដែលមានការណាត់ប្រជុំគេមកយឺតឬមួយមានកិច្ចការអីត្រូវធ្វើអញ្ចឹងតែធ្វើអត់បានឬមួយមានបញ្ហាកើតឡើងបងថាប្រធមចាត់ចែងចាហ្នឹងសម្រាប់បងពេលនិយាយអញ្ចឹងមានន័យថាម៉េចហើយបងប្អូនដែលកំពុងតែស្ដាប់ហ្នឹងបងគិតថាហ្នឹងអាចជួយអីខ្លះដល់គ្រប់ពេលខ្លះរឿងរ៉ាវកើតឡើងក្នុងជីវិតរបស់យើងវាខុសពីអ្វីដែលយើងចង់បានណាខុសយើងកម្រងចង់ធ្វើអញ្ចឹងប៉ុន្តែវាអត់កើតឡើងអញ្ចឹងប្រកបថាយើងអត់សប្បាយចិត្តយើងតូចចិត្តប៉ុន្តែខ្ញុំអាសាលើបងនិយាយពាក្យហ្នឹងតែប្រធមចាត់ចែងហើយមើលទឹកមុខបងនៅពេលដែលបងថាប្រធមចាត់ចែងហើយឃើញអារម្មណ៍តែរៀងស្ថានភាពនេះវាប្រសើរជាងធម្មតាបាទអាហ្នឹងជាអាចកំបាំងដែរហើយក៏ជាអភិនិហាបើនិយាយទៅជាអភិនិហាមួយក្នុងជីវិតរបស់ខ្ញុំក្រោយពីខ្ញុំបដិបត្តិសមាធិហើយទេបាទបងបាទពាក្យហ្នឹងគឺខ្ញុំទទួលបានពីពេលខ្ញុំចប់10ថ្ងៃនៅក្នុងវគ្គវិបស្សនា10ថ្ងៃហ្នឹងគឺតែងលើពាក្យហ្នឹងហើយខ្ញុំជឿថាសិស្សដែលបដិបត្តិវិបស្សនាគឺតែងតែលើពាក្យពធចាត់ចែងហ្នឹងហើយបាទអ្វីទុកឲ្យពធជាអ្នកចាត់ចែងចាចឹងដូចលោកគ្រូឈុននេះមានផ្សាសមិញចឹងអ្វីដែលយើងកើតហើយមិនបានដូចចិត្តខុសពីកម្រងរបស់យើងទុកយើងតែងតែមិនសប្បាយចិត្តយើងតែងថាយើងចង់បានអញ្ចឹងព្រោះមនុស្សម្នាក់ចង់បានអ្វីដែល
យើងចង់បាន ត្រឹមត្រូវ ចង់ឲ្យអ្នកដទៃដូចអ្វីដែលយើងគិតយើងចង់ឲ្យកូនយើងដើរតាមយើងចុះបើសិនជាកូនយើងមិនចូលចិត្តឧបនិស្ស័យដូចទៅលើខ្ញុំចង់ឲ្យកូនរបស់ខ្ញុំបន្តមុខរបរ business លក់ពេជ្របន្តពីខ្ញុំតែឥឡូវពួកគាត់អូខេអស់ហើយខ្ញុំក៏សប្បាយចិត្តដែរលើពួកគាត់អូខេប៉ុន្តែអនាគតចៃដន្យអីឧទាហរណ៍ថាបរិបទផ្លាស់ប្ដូរឬក៏គាត់មិនចូលចិត្តវិញក៏ខ្ញុំអត់មានទៅខឹងសម្បាអីបានទេបើឧទាហរណ៍ចឹងគឺខ្ញុំមានតែពាក្យយកប្រធរចាត់ចែងពេលខ្ញុំឮប្រធរចាត់ចែងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តជាងមុនដោយសារអីជាធម៌ពលមួយជួយដែរព្រោះគិតថាអ្វីៗទាំងអស់យើងអត់អាចប៉ុណ្ណឹងប្រជែងជាមួយនឹងវាសនាប៉ុណ្ណឹងប្រជែងជាមួយព្រំលិខិតបានទេព្រោះពេលខ្លះរឿងខ្លះទៅប្រជុំយឺតឧទាហរណ៍អញ្ចឹងចៃដន្យគាត់មិនចង់យឺតណាពូជនកាលគាត់មានគ្រោះថ្នាក់ចរាចរណ៍ឬក៏អីណាមួយប៉ុន្តែទន្ទឹមនឹងពេលទៅប្រជុំយឺតជួនកាលដោយសារគាត់បានទៅប្រជុំជួនកាលយើងអាចនៅមុនគាត់យើងនិយាយដើមគាត់មកកណោยังไงលើកប្រសាពីគាត់ឬអីទៅឧទាហរណ៍អញ្ចឹងណានិយាយចឹងទេចានិយាយដើមឡអញ្ចឹងទៅថាអូយគាត់នឹងចេះជឿគាត់នឹងមិនដែលមកយឺតទេមកពីចេះពីចឹងណាគាត់បន្តយើងមានឱកាសបានតសើគាត់ទៅមនុស្សហ្នឹងយើងដែលបានតសើសោឧទាហរណ៍អញ្ចឹងចឹងណាហ្នឹងការបន្តក៏ចាត់ចែងតាមហ្នឹងដែរហើយឧទាហរណ៍ថាដូចជាខ្ញុំតែងតែជួបអភិនិហាច្រើនណាដូចជាbusiness របស់ខ្ញុំដែលធម្មតាតើកាលណាយើងសេដ្ឋកិច្ចពិភពលោកមានបញ្ហាbusiness អ្នក business ទាំងអស់ខ្ញុំជឿថាមិនមែនតែ business លក់គ្រឿងអលង្ការគឺតែងតែប៉ះពាល់ឡើយ ត្រឹមត្រូវបងបាទប៉ុន្តែបើយើងឧទាហរណ៍ថាយើងចំណេញខែនេះប៉ុណ្នេះហើយបើបរិបទរបស់សេដ្ឋកិច្ចរបស់ពិភពលោកហើយយើងអត់ទទួលបានចំណេញហើយដែលយើងចង់បានដូចមុនមិនកើតមិនតែប្រធរទេចាត់ចែងអញ្ចឹងព្រោះគេទាំងអស់ចឹងហើយទទួលយកចាហើយអញ្ចឹងបើសិនជាជួបបញ្ហាគឺត្រូវតែទទួលយកហ្នឹងហើយដែលប្រើពាក្យថាប្រធរចាត់ចែងធ្វើឲ្យស្រាលហ្នឹងគឺពេលប្រើពាក្យហ្នឹងហើយចប់ព្រឹបមកគឺវាជាកម្លាំងចិត្តមួយធ្វើឲ្យយើងហ្នឹងវាស្រួលខ្លួនវាស្រាលអញ្ចឹងហ្មងចាអញ្ចឹងខ្ញុំតែងតែនិយាយហ្មងតែទោះបីការងារទួយក្តីការងារធំក្តីកម្រងធំក្តីក៏ដោយតែពួកឲ្យប្រធរចាត់ចែងឧទាហរណ៍រឿងមួយខ្ញុំជូនក្មួយទៅថត pre wedding កាលពី2ឆ្នាំមុននៅឥណ្ឌូនេស៊ីហើយខ្ញុំក៏ឃើញថាក៏វាជាអភិនិហាដែរបែបពេលខ្ញុំនិយាយថាប្រធរចាត់ចែងកើតឡើងតែបើខ្ញុំអត់បាននិយាយវាអត់កើតបាទវាដូចវាទៅជាមិនល្អអញ្ចឹងខ្ញុំតែនិយាយមួយថ្ងៃហ្នឹងគឺត្រូវភ្លៀងថតពេលល្ងាចគិតថាភ្លៀងថ្ងៃបាទអញ្ចឹងក៏ខ្ញុំលើកទឹកចិត្តក្មួយខ្ញុំថាបើសិនជាក្មួយពិបាកចិត្តជាមួយអូយភ្លៀងហើយតិចថតអត់កើតទៅកន្លែងហ្នឹងអូយមីងថតកើតចប់ហើយយើងខំជិះយន្តហោះមកហើយយើងខំជួលហូតែលហើយយើងយកជាងថតមកជាងថតកើតធ្វើម៉េចទៅមីងតាកូនអត់មានហាមអីខុសហាមខត់ភ្លៀងបានហើយកូនត្រូវទទួលយកបើសិនជាភ្លៀងប្រធរជាអ្នកចាត់ចែងមិនឲ្យកូនទៅថតនៅហ្នឹងទៅយើងថតកន្លែងផ្សេងទៅចាឬក៏យើងមានឱកាសយើងងើបព្រលឹមឡើងយើងទៅថតទៅអញ្ចឹងទៅឲ្យប្រធរចាត់ចែងតែគុំធ្វើឲ្យស្រួលខ្លួនអញ្ចឹងទៅចាខ្ញុំនិយាយចឹងហើយជិះឡានទៅដល់ចិត្តទៅដល់ជ្រុះពុកល្ងឹតទៅពេលចិត្តទៅដល់កន្លែងថតរូបពពុកអាសត្វឡើងភ្លឺអស់លេងតែម្ដងអភិនិហាមែនបងណាអភិនិហាមែនចឹងខ្ញុំថាមិនមែនថានិយាយឲ្យដើម្បីអភិថារាល់ពេលមិនមែនទេតែយើងក៏បានធូរស្បើយខណៈពេលដែលយើងឃើញក្មួយកំពុងថាពិបាកចិត្តអញ្ចឹងពេលខ្ញុំលើកទឹកចិត្តឲ្យគាត់ពេលហ្នឹងគាត់សប្បាយចិត្តតាគាត់ថាមិនមែនណោះមីងណោះទុកឲ្យពធអញ្ចឹងតែអញ្ចឹងធัวចាត់ចែងហ្នឹងគាត់ទទួលយកដែរគាត់គឺសប្បាយចិត្តជាងមុនគាត់អត់គិតសម័យចុះរឿងអនាគតមិនទាន់កើតមានផងតែបើរឿងកន្លងហួសទៅហើយដែលហួសទៅហើយអាហ្នឹងដែលយើងក៏និយាយថាពធចាត់ចែងក៏យើងបានធូរចិត្តដែរព្រោះយើងអត់ដឹងសាងកម្មអីមិនយើងទទួលបានផលចាបងប្រើពាក្យអភិនិហាឲ្យវាកើតឡើងអញ្ចឹងល្អខ្លាំងមែនតើបងចង់ឲ្យបងប្អូនដែលកំពុងស្ដាប់ហ្នឹងគិតចេះតិចនៅក្នុងផ្លូវពធយើងនិយាយថាបងបានលើកឡើងថាពធចាត់ចែងឬក៏អភិនិហាប៉ុន្តែក្នុងផ្លូវស្ថានភាពបច្ចុប្បន្នខ្ញុំគិតថាធម្មតារឿងដែលកើតឡើងហើយបញ្ហាដែលកើតឡើងហើយយើងអាចទាញពេលវេលាត្រឡប់ថយក្រោយវិញទេអញ្ចឹងទូនាទីរបស់យើងហ្នឹងគឺគិតថាយើងគួរដោះស្រាយវាដោយរបៀបណាយើងគួរឆ្លើយតបវាដោយរបៀបណាហ្នឹងគឺជាការឆ្លើយតបដែលត្រឹមត្រូវបំផុតប៉ុន្តែនៅពេលដែលយើងប្រតិកម្មតបចំពោះបញ្ហាដែលកើតឡើងហើយយើងចលាចលគឺយើងអត់មានបញ្ញាគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានោះទេគឺយើងបាត់បង់លំនឹងផ្លូវចិត្តបាទនឹងបាត់បង់ឧបេក្ខាអញ្ចឹងមិនបងប្រើពាក្យថាពធចាត់ចែងឬក៏អភិនិហាហ្នឹងពួកខ្ញុំជួបប្រទះជាមួយបងចៅលើកច្រើនសារដែរដល់ពេលបងនិយាយអញ្ចឹងទៅឃើញធូរស្បើយហើយខ្ញុំទៅសួរ assistant របស់បងទៀតខ្ញុំថាពាក្យណាដែលបងចូលចិត្តប្រើជាងគេគាត់ប្រាប់ចឹងទៀតអញ្ចឹងវាពិតជាអភិនិហាមែនពិតជាពាក្យដ៏ល្អដែលបងប្អូនគួរតែយកទៅប្រើព្រោះរឿងខ្លះយើងអាចគ្រប់គ្រងបានទេស្ថានភាពភ្លៀងក្តីក្តៅក្តី
គឺជារឿងរបស់ធម្មជាតិបាទបងអរគុណបងច្រើនមែនតើដែលចំណាយពេលវេលាដ៏មានតម្លៃពេលវេលាដ៏ល្វល់របស់បងមកអង្គុយជជែកថ្ងៃនេះអំពីការលើកកម្ពស់គុណធម៌នៃការរស់នៅអំពីរបៀបចាត់ចែងនិងដឹកនាំនៅក្នុងអង្គភាពតាមរយៈពធហើយជាពិសេសការតំណាក់តំណងគ្រួសារក្តីហើយនឹងតុល្យភាពផ្លូវចិត្តក្តីខ្ញុំជឿថាការជជែកនេះអាចនឹងជាប្រយោជន៍ដល់សាធារណជនអាចទៅជាប្រយោជន៍ដល់បងប្អូនដែលកំពុងតែស្ដាប់ម្ល៉េះហើយអត់មានអីក្រៅពីការអរគុណនិងដឹងគុណទេព្រោះជួបបងលើកនេះលើកទី3បងដែរនៅលើ show លើកនេះលើកទី3ដែលលើកទី3នេះ show យើងឈ្មោះថាធម្មពលចិត្តអញ្ចឹងប្រកាសដែរថាធម្មពលចិត្តគឺយើងជជែកវែកញែកយ៉ាងណាដើម្បីបង្កើនធម្មពលចិត្តបង្កើនធម្មពលវិជ្ជមានឲ្យយើងមានភាពប្រសើរក្នុងការដឹកនាំខ្លួនឯងគ្រួសារនិងសង្គមរបស់យើងអរគុណច្រើនបងចាអរគុណគ្នា